Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទសេកបណ្ឌិតក៏សូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ12កើតខែភទ្របទឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី13ខែកញ្ញាគ្រិស្តសករាជ2016បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានកិច្ចប្រជុំពិភាក្សាអនុម័តលើសេចក្តីសម្រេចលេខ728ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាលោកហ៊ុនសែនបញ្ជាឲ្យក្រសួងមហាផ្ទៃនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្រមយុវជនគណបក្សសង្គ្រោះជាតិចោទប្រកាន់អភិបាលក្រុងសៀមរាបថាបានរារាំងពួកគេមិនឲ្យផ្សព្វផ្សាយពីយុទ្ធនាការចុះឈ្មោះបោះឆ្នោតសហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ខ្មែរក្រោមរួមនឹងព័ត៌មានមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីសម្រេចលេខ728ស្តីពីប្រជាធិបតេយ្យសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាសេចក្តីសម្រេចលេខ728នេះធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយនិងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជាហើយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយគោរពសេរីភាពខាងសារព័ត៌មានសិទ្ធិនៅក្នុងការជួបប្រជុំការធ្វើបាតកម្មការហ៊ាននិយាយរិះគន់រដ្ឋាភិបាលនិងគាំទ្រការកែតម្រង់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅឆ្នាំ2017និងឆ្នាំ2018ដោយមានការចូលរួមអ្នកអង្គការពីសហគមន៍អន្តរជាតិក្រោយការអនុម័តសេចក្តីសម្រេចនេះមិនមានលក្ខណៈបង្ខំឲ្យរដ្ឋាភិបាលលោកហ៊ុនសែនគោរពនោះទេក៏ប៉ុន្តែសេចក្តីសម្រេចអាចបង្កើនការយល់ដឹងដល់តំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងឡាយឲ្យផ្ញើសារទៅរដ្ឋាភិបាលកម្ពុជាថាទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកអាចនឹងមានទៅបានលុះត្រាតែការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ដោយអ្វីដែលកម្ពុជាធ្លាប់បានព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកតំណាងរាស្ត្រសហរដ្ឋអាមេរិកលោក Alan Lowenthal ដែលជាអ្នកផ្ដួចផ្ដើមបង្កើតសេចក្តីសម្រេចនេះធ្លាប់បានប្រាប់អាស៊ីសេរីថាសភាសហរដ្ឋអាមេរិកនឹងឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ដោយមិនខ្វល់ថាតើគណៈបកណាឈ្នះឬចាញ់នោះទេតែអ្វីដែលសំខាន់គឺទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចនយោបាយនិងនីតិរដ្ឋដែលកម្ពុជាធ្លាប់បានព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនគោរពកិច្ចព្រមព្រៀងនេះទេនោះសហភាពអាមេរិកនឹងមានទូនាទីចាប់ផ្ដើមពិភាក្សាថាតើនឹងត្រូវធ្វើអ្វីបន្តទៀតជាមួយនឹងកម្ពុជាបាទសូមលោកនាងរងចាំស្ដាប់ពីលទ្ធផលនៃកិច្ចប្រជុំនេះនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅយប់ថ្ងៃអង្គារនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃច័ន្ទបានប្រមានគណៈបកប្រឆាំងថាលោកនឹងមិនអនុញ្ញាតឲ្យគណៈបកសង្គ្រោះជាតិប្រមូលផ្ដុំធ្វើមហាបាតកម្មនោះទេសារព័ត៌មាន Fresh News កាលពីថ្ងៃច័ន្ទម្សិលមិញបានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាគម្រោងធ្វើមហាបាតកម្មនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនិងប្រទេសជាតិការប្រមាននេះបន្ទាប់ពីគណៈបកសង្គ្រោះជាតិប្រកាសត្រៀមធ្វើមហាបាតកម្មដើម្បីទាមទារឲ្យបរិយាកាសនយោបាយប្រក្រតីឡើងវិញនិងធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងស្មើភាពគ្នាការប្រកាសចំហរបស់គណៈបកប្រឆាំងនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានក្រោយពីមានកិច្ចប្រជុំគណៈកម្មាធិការចិនត្រៃរបស់គណៈបកកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាលទ្ធផលនៃកិច្ចប្រជុំដដែលនេះក៏បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីពិភាក្សានិងរៀបចំផែនការក្នុងការធ្វើមហាបាតកម្មនេះមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកអេងឆៃអៀងមានប្រសាសន៍បញ្ជាក់បន្ថែមថាមហាបាតកម្មនេះធ្វើឡើងដោយក្រុមអ្នកតំណាងរាស្ត្រនិងការរៀបចំផែនការធ្វើមហាបាតកម្ម
យើងរៀបចំមានគណៈកម្មការយើងបង្កើតគណៈកម្មការមួយរៀបចំផែនការយើងត្រូវធ្វើផែនការត្រូវស្អីណាបាទធ្វើផែនការមានផែនការជាក់ស្ដែងណាបើសិនយើងធ្វើយើងត្រូវធ្វើបានថ្ងៃធ្វើណាមែនហើយអានេះក៏យើងដាក់ចេញថាយើងនឹងធ្វើប៉ុណ្្នឹងណាទោះយ៉ាងណាក្តីគណៈបកនេះមិនទាន់ប្រកាសជាក់លាក់ថាមហាបាតកម្មនោះនឹងធ្វើឡើងនៅថ្ងៃណាឬនៅកន្លែងណាមួយច្បាស់លាស់នោះទេពាក់ព័ន្ធនឹងគម្រោងធ្វើមហាបាតកម្មនេះដែរលោកហ៊ុនសែនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិដែលលោកហ៊ុនសែនហៅថាជាមហាបាតកម្មខុសច្បាប់បាទលោកនាងកញ្ញាជាទីមេត្រីក្រមយុវជនគណបកសង្គ្រោះជាតិកំពុងតែប្តឹងផ្ដាល់គ្នាទៅវិញទៅមកជាមួយនឹងអាជ្ញាធរក្រុងសៀមរាបក្នុងពេលដែលដំណើរការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីកោជបថ្មីបានប្រព្រឹត្តទៅរយៈពេល12ថ្ងៃកន្លងមកនេះបណ្ដឹងរបស់ក្រមយុវជនគណបកសង្គ្រោះជាតិបានចោទប្រកាន់អភិបាលក្រុងសៀមរាបថាបានរារាំងក្បួនផ្សព្វផ្សាយដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបបានទៅចុះឈ្មោះបោះឆ្នោតក៏ប៉ុន្តែអាជ្ញាធរក្រុងសៀមរាបក៏ប្តឹងចោទប្រកាន់ក្រមយុវជនទាំងនោះវិញថាបានបង្កឲ្យខូចសណ្ដាប់ធ្នាប់និងប្រមូលផ្ដុំគ្នាហាយក្បួនបំពងសម្លេងនៅតាមដងផ្លូវសាធារណៈដោយគ្មានច្បាប់អនុញ្ញាតបាទលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបជំរុញឲ្យមន្ត្រីរៀបចំការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ស្លក្រាមក៏ហៅក្រុមយុវជននៃគណៈបកសង្គ្រោះជាតិព្រមទាំងតំណាងអាជ្ញាធរក្រុងសៀមរាបទៅសាកសួរជុំវិញមិនដឹងដែលកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមកនីតិវិធីរបស់គណៈកម្មការរៀបចំការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីយុវជនគណៈបកសង្គ្រោះជាតិប្រមាណជាង60នាក់បាននាំគ្នាដង្ហែក្បួនផ្សព្វផ្សាយនៅតាមដងផ្លូវក្នុងទីក្រុងឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតប៉ុន្តែត្រូវអភិបាលក្រុងសៀមរាបនិងកម្លាំងប៉ូលីសខ្លះរារាំងក្រោយពីនោះមកក្រុមយុវជនគណៈបកសង្គ្រោះជាតិក៏ដាក់ពាក្យប្តឹងអភិបាលក្រុងសៀមរាបប្រធានក្រុមយុវជនគណៈបកសង្គ្រោះជាតិខេត្តសៀមរាបគឺលោកចិនសុកងេងលោកមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទទី12ខែកញ្ញាថាកាលពីថ្ងៃទី10ខែកញ្ញាកន្លងទៅរូបលោកនិងយុវជនចំនួនជាង60នាក់បានដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងដោយមានខិត្តប័ណ្ណជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចម្លងជូនប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នាក៏ប៉ុន្តែពេលមកដល់មុខផ្សារសាមគ្គីស្រាប់តែអភិបាលក្រុងសៀមរាបនិងកម្លាំងប៉ូលីសខ្លះបានទៅរារាំងព្រមទាំងឲ្យពួកគាត់រំសាយលោកចិនសុកងេងបញ្ជាក់ថាដោយសារតែសកម្មភាពរបស់អាជ្ញាធរបែបនេះទើបលោកសម្រេចដាក់ពាក្យប្តឹងអភិបាលក្រុងសៀមរាបខ្ញុំយល់ថាសកម្មភាពរបស់អាជ្ញាធរគឺជាការរារាំងបិទសិទ្ធិក្នុងអំឡុងនេះដែលជាច្បាប់ក៏យោបល់បានឲ្យគ្រប់និន្នាការគណៈបកនយោបាយអង្គការសង្គមស៊ីវិលជួយផ្សព្វផ្សាយហើយអាជ្ញាធរធ្វើផ្ទុយទៅនឹងក្តីអំពាវនាវរបស់កយបខ្ញុំប្តឹងនេះខ្ញុំចង់ឲ្យអាជ្ញាធរបើកសិទ្ធិឲ្យទលាយកុំយល់ថាយើងបង្កអនាធិបតេយ្យទោះជាយ៉ាងណាអាស៊ីសេរីមិនអាចជួបសម្ភាសផ្ទាល់ឬក៏ជួបសន្ទនាតាមទូរស័ព្ទជាមួយអភិបាលក្រុងសៀមរាបលោកសូផ្លាតុងដើម្បីឆ្លើយតបការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី12ខែកញ្ញាក៏ប៉ុន្តែតាមរយៈគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបឲ្យដឹងថាអាជ្ញាធរក្រុងសៀមរាបក៏បានដាក់ពាក្យប្តឹងចោទប្រកាន់ក្រុមយុវជននៃគណៈបកសង្គ្រោះជាតិវិញពីបទបង្កឲ្យខូចសណ្ដាប់ធ្នាប់ប្រមូលផ្ដុំហាយក្បួននិងប្រើឧបករណ៍បំពងសម្លេងនៅតាមដងផ្លូវសាធារណៈដោយគ្មានច្បាប់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបលោកនឹមវ៉ាន់សំមានប្រសាសន៍ថាបណ្ដឹងចោទប្រកាន់គ្នារវាងយុវជននៃគណៈបកសង្គ្រោះជាតិនិងអាជ្ញាធរក្រុងសៀមរាបនោះគឺមន្ត្រីចុះឈ្មោះបោះឆ្នោតនៅសង្កាត់ស្លក្រាមកំពុងធ្វើតាមនីតិវិធីរបស់យើងនឹងបើសិនជាបណ្ដឹងនោះមានពាក់ព័ន្ធនឹងអ្វីទាំងអស់ទៅក្នុងការបោះឆ្នោតយើងនឹងអាចចារបដិសេធមួយទៀតបើសិនមិនពាក់ព័ន្ធនឹងទេក៏យើងមានជាលិខិតរដ្ឋបាលជូនដំណឹងទៅភាគីពាក់ព័ន្ធនឹងវិញហើយមួយទៀតអាចនឹងមានបើជាការប្រជុំសម្រាប់អីតាមនីតិវិធីបាទហើយនីតិវិធីនោះគោលខបឥឡូវនេះមិនមែនជាអ្នកទទួលដោះស្រាយបណ្ដឹងទេបណ្ដឹងវាតកតគ្នាតែឃុំទៅដល់គោលបហើយទៅក្រមសាធារណជនក្នុងពេលដែលចុះឈ្មោះនេះបាទកាលពីថ្ងៃទី29ខែសីហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានចេញសេចក្តីអំពាវនាវសូមឲ្យគណៈបកនយោបាយសមាគមអង្គការក្រៅរដ្ឋាភិបាលសារព័ត៌មានព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាប
បាទលោកនាងកញ្ញាជាទីមេត្រីអាជ្ញាធរខេត្តកណ្ដាលនៅមិនទាន់កំណត់ម្ចាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅស្រុកកោះធំថាជាជនជាតិណានោះទេរហូតមកត្រឹមថ្ងៃទី12ខែកញ្ញានេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលលោកអ៊ីវចម្រើនតាមបណ្ដាញទំនាក់ទំនងសង្គម WhatsApp ស្នងការរូបនេះបញ្ជាក់ថាក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថាម្ចាស់អត្តសញ្ញាណប័ណ្ណជិត50សន្លឹកនៅមិនទាន់បញ្ចប់ការស្រាវជ្រាវរបស់ខ្លួននោះទេកាលពីដើមខែកញ្ញានេះអធិការនគរបាលស្រុកកោះធំលោកឈឿនប៊ុនឆនបានរកឃើញអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីដែលមានភាពមិនប្រក្រតីជិត50សន្លឹកដែលសង្ស័យថាម្ចាស់អត្តសញ្ញាណប័ណ្ណទាំងនេះមិនមែនជាជនជាតិខ្មែរក្រោយមានការសង្ស័យនេះលោកបានប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីបង្កើតក្រុមអធិការកិច្ចចុះពិនិត្យលើភាពមិនប្រក្រតីនេះយោងតាមច្បាប់សញ្ជាតិខ្មែរកំណត់ថាជនបរទេសរស់នៅកម្ពុជាពុំមានសិទ្ធិកាន់កាប់និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេលុះត្រាតែបុគ្គលនោះបានទទួលសញ្ជាតិខ្មែរផ្លូវការតាមរយៈសញ្ជាតិតូបនីយកម្មជាដើមដែលមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រនៅក្នុងករណីដែលពុំមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រទេបុគ្គលដែលកាន់កាប់និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំចំណែកមន្ត្រីខ្មែរដែលចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសរូបនោះក៏ត្រូវផ្តន្ទាទោសដូចគ្នាដែរព្រះសង្ឃខ្មែរក្រោមនិងមន្ត្រីសហព័ន្ធខ្មែរក្រោមពិភពលោកបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនានៅទីស្តីការក្រសួងការបរទេសក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកព្រះតេជគុណកឹមមឿនមានថេរដីកាថាគោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីប្រាប់មន្ត្រីការបរទេសសហរដ្ឋអាមេរិកឲ្យបានដឹងអំពីការធ្វើទុកបុកម្នេញដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាមក្រមសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជំរុញឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនិងការប្រតិបត្តិជំនឿសាសនាពួកហ្នឹងអាត្មានឹងរាយការណ៍អំពីស្ថានភាពនៃគុណថៃធឿនហើយនឹងនៃគុណលីវនីហើយនឹងទឹក2នាក់ហើយនឹងបងប្អូនខ្មែរកម្ពុជាក៏មួយចំនួនដែលធ្លាប់តែរងទុក្ខបុកម្នេញដោយរដ្ឋាភិបាលយួនធ្វើមកលើដូចជាមានទឹកលីចិន្តាជាដើមពួកកាលពីឆ្នាំ2012 2013កន្លងហ្នឹងរដ្ឋាភិបាលយួនហ្នឹងបានចាប់មុនដំបូងចាប់ទឹកលីចិន្តាដោយសារតែលោកបង្ហាត់បង្រៀនអក្សរខ្មែរដល់កុមារាកុមារីក្រៅពីព្រះតេជគុណកឹមមឿនអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោកប្រាក់សេរីវត្តក៏បានមកជួបពិភាក្សាដែរដើម្បីថ្លែងអំពីទុក្ខលំបាករបស់ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមអាស៊ីសេរីនៅមិនទាន់បានទទួលលទ្ធផលជាផ្លូវការនៅឡើយពីជំនួបនេះកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាសមត្ថកិច្ចនៅមិនទាន់អាចវេចមុខជនដៃដល់ដែលបង្កការបំផ្ទុះគ្រាប់បែកនៅកណ្ដាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី6ខែកញ្ញានៅឡើយទេអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្របានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី12ខែកញ្ញាថាសមត្ថកិច្ចនៅពុំទាន់មានតម្រុយអ្វីថ្មីចំពោះករណីនេះនៅឡើយលោកថាសមត្ថកិច្ចកំពុងតែបន្តតាមដាននិងស៊ើបអង្កេតលើករណីនេះតែទោះយ៉ាងណាលោកថាសមត្ថកិច្ចប្រមូលបានវីដេអូច្រើនពីផ្ទះប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះដើម្បីជាទុនដល់ការស៊ើបអង្កេតបន្តទៀតវាមានចេះវាមានខាងមានវីដេអូខ្លះមើលទៅដូចជាមនុស្សចោលទៅរកចូលក្នុងផ្ទះណាមួយប៉ុន្តែយើងវាមិនទាន់ច្បាស់ហ្នឹងទៅខ្លះឃើញអាម៉ូតូ2ទៅធ្លាក់ក្របនៅហ្នឹងឡានមកចៃបាត់ក្រាំងណាទាំងមួយប៉ុន្តែវីដេអូខ្លះទៀតឃើញមានអ្នកកវែងពីនៅខាងម៉ូតូ2នៅក្បែរទៅធ្លាក់នៅមុខនឹងបរហើយហ្នឹងវាពីយើងកំពុងធ្វើការហ្នឹងទាំងវត្តទាំងរបបទៀតករណីបំផ្ទុះគ្រាប់បែកនៅលើកំណាត់ផ្លូវលេខ163ក្នុងសង្កាត់បឹងកេងកង3ខណ្ឌចំការមនកាលពីថ្ងៃទី6ខែកញ្ញាបានបណ្ដាលឲ្យមនុស្សចំនួន4នាក់រងរបួសនិងរថយន្ត3គ្រឿងរងការខូចខាតក្រសួងមហាផ្ទៃប្រកាសថ្កោលទោសចំពោះសកម្មភាពបំផ្ទុះគ្រាប់បែកនេះដែលក្រសួងចាត់ទុកថាជាចេតនាបង្កអសន្តិសុខដល់សង្គមពលករនិងពលករនីនៅខេត្តក្រចេះ22នាក់ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានវិលមកដល់ផ្ទះវិញហើយកាលពីថ្ងៃទី9ខែកញ្ញាបន្ទាប់ពីមានការអន្តរាគមន៍សង្គ្រោះពីក្រសួងការបរទេសនិងអង្គការមេមេរដ្ឋាភិបាលក្រុមពលករទាំងនោះត្អូញត្អែថាពួកគេប្រថុយឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់នេះដោយសារតែជីវភាពខ្វះខាតនិងជំពាក់បំណុលគេលំបាកនឹងរើបម្រាស់
បាទលោកម៉ែនសទ្ធីរាយការណ៍ជុំវិញរឿងនេះក្រុមពលករនៅភូមិឈើទាលភ្លោះក្រោមឃុំកញ្ឈរស្រុកឆ្លងខេត្តក្រចេះឲ្យដឹងនៅថ្ងៃទី12កញ្ញាថាពួកគេត្រូវបានមេខ្យល់កេញប្រវាញ់កម្លាំងពលកម្មធ្វើទុកបុកម្នេញជាប់ពន្ធនាគារនិងហូបចុកមិនគ្រប់គ្រាន់នៅគ្រាដែលពួកគេទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីរយៈពេលជាង2ខែចាប់តាំងពីដើមខែកក្កដាឆ្នាំ2016ពលករម្នាក់ក្នុងចំណោមពលករជាច្រើនទៀតរស់នៅឃុំកញ្ជរស្រុកឆ្លងលោកលួនម៉ារិតរៀបរាប់ថាពួកគេសម្រេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយជឿពាក្យលួងលោមរបស់មេខ្យល់ដោយសន្យាថាអាចរកប្រាក់ចំណូលបានសមរម្យតែផ្ទុយទៅវិញពួកគេត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្មសមត្ថកិច្ចតាមចាប់ខ្លួននិងរស់នៅដោយការភ័យខ្លាចលើពីនេះពួកគេបានជាប់គុក1ខែ3ថ្ងៃក្នុងស្ថានភាពរស់នៅចង្អៀតណែននិងអាហារហូបចុកមិនគ្រប់គ្រាន់តែខ្ញុំយើងថាយើងគ្រាន់យើងជួយយើងសុំជួបបានគេថាយើងធ្វើពុតចឹងឲ្យធ្វើការរហូតហើយមួយថ្ងៃ8ម៉ោងជួរហូតបាទជួមកយើងទៅប្រគុណទៅហ្នឹងក៏គេតាមហៅវិញគេថាយើងពលករនីរស់នៅភូមិឈើទាលភ្លោះក្រោមឃុំកញ្ឈរលោកស្រីឯកសុកឡាក់ឲ្យដឹងថាការសម្រេចចិត្តវិលមកផ្ទះនេះដោយសារពួកគេស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យសមាជិកម៉ាឡេស៊ីចាប់ខ្លួននៅគ្រាពួកគេពុំមានលិខិតឆ្លងដែនលោកស្រីបន្តថាពួកគាត់បង្ខំចិត្តទៅធ្វើការខុសច្បាប់នេះដោយសារជំពាក់បំណុលគេច្រើននិងជីវភាពក្រីក្រតែខ្ញុំទៅប្រាក់ទេខ្ញុំទៅនឹងមកនេះគឺខាងបានលុយសងទៅដល់សល់ទៅយើងធ្វើអីទៀតទៅរឿងហើយឈប់ហើយឡើងទៅគេហៅតាណាគាត់ទៅនៅស្រុកហូថ្ងៃទៅឆ្លើយតបរឿងនេះអភិបាលស្រុកឆ្លងលោកហេងសុផាមានប្រសាសន៍ថាបន្ទាប់ពីអាជ្ញាធរស្រុកទទួលដំណឹងនេះលោកបានរាយការណ៍ទៅអាជ្ញាធរខេត្តដើម្បីរៀបចំរបាយការណ៍ស្នើឲ្យក្រសួងពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះលោកថាអាជ្ញាធររដ្ឋាភិបាលបានសហការជាមួយមន្ទីរការងារខេត្តក្រចេះជួយរកមធ្យោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលករពលករនីទាំងនោះដែលមានលទ្ធភាពឲ្យពួកគាត់អាចធ្វើការងារក្នុងស្រុកបានព្រមទាំងស្វែងរកចំនួនមនុស្សធម៌មួយចំនួនជួយដល់ពួកគេយើងបានឲ្យកម្លាំងសមត្ថកិច្ចរបស់យើងនឹងសួរនាំគាត់អំពីសាវតាស្អីគាត់ហ្នឹងហើយយើងនឹងក៏កំពុងតែទំនាក់ទំនងគ្នាជាមួយនឹងក្រុមការងារក៏ដូចជាកាកបាទក្រុមដើម្បីរកជំនួយសង្គ្រោះជូនគាត់បឋមសិនយើងនឹងខិតខំព្យាយាមបណ្ដុះបណ្ដាលគាត់ដើម្បីឲ្យគាត់ទទួលបាននូវវិជ្ជាជីវៈមួយជាវិជ្ជាជីវៈជំនាញដែលឲ្យគាត់អាចធ្វើកិច្ចការនៅក្នុងស្រុកទាំងបានអាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលោកជុំសន្តិរីដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី12កញ្ញាប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យមើលឃើញថាពលករធ្វើការនៅក្រៅប្រទេសច្រើនជួបបញ្ហាប្រឈមច្រើនផ្នែកសង្គមដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្មហូបចុកមិនគ្រប់គ្រាន់ជាពិសេសការអនុវត្តច្បាប់លោកថាអាជ្ញាធររដ្ឋាភិបាលត្រូវរកមធ្យោបាយជួយសម្រាលជីវភាពអន្តរកាលដល់ពួកគាត់នៅពេលដែលគាត់មកដល់ស្រុកកំណើតវិញដូចជាការបណ្ដុះស្មារតីប្រយោជន៍ដើម្បីស្ដារសតិផ្លូវចិត្តពួកគាត់ឡើងវិញនឹងមួយហើយមួយទៀតជាបរិបទហ្នឹងសូមចេះតែជឿតាមមេខ្យល់ហើយត្រូវតែចេះពិចារណាហើយចំណុចណាដែលសង្ស័យហ្នឹងគួរតែគ្រូយោបល់ជាមួយអាជ្ញាធរជាមួយមិត្តភ័ក្តិឲ្យបានច្រើនដើម្បីបង្ការចាញ់បោកបើសិនជាបរិបទអាហ្នឹងគេយកទៅជួញដូរកម្លាំងពលកម្មបណ្ឌនារីអាចធំនឹងការជួញដូរផ្លូវពេទ្យឬក៏ការធ្វើទុកបុកម្នេញឬក៏អាចឈានទៅដល់អានេះខ្លះមកដល់ប្រទេសកម្ពុជាវិញហ្នឹងស្ទើរតែខ្លាយទៅជាជនពិការផងនៅខេត្តក្រចេះពលករនីដែលអាជ្ញាធររដ្ឋាភិបាលបានជួយសង្គ្រោះមកស្រុកកំណើតវិញចាប់ពីដើមខែកញ្ញានេះមានចំនួន22នាក់ក្នុងនោះ18នាក់រស់នៅស្រុកឆ្លងម្នាក់រស់នៅស្រុកស្នូលនិង3នាក់ទៀតរស់នៅស្រុកព្រែកប្រសពខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងសហគមន៍ក្រីក្រចំនួន50នៅក្នុងទីក្រុងភ្នំពេញបានចូលរួមវេទិកាតាក់ទងនឹងការរំលោភសិទ្ធិដីធ្លីក្នុងវេទិកាកាលពីថ្ងៃច័ន្ទទី12ខែកញ្ញានោះតំណាងសហគមន៍ចូលរួមជជែកពិភាក្សានិងលើកឡើងពីបញ្ហាផ្សេងៗតាក់ទងនឹងការរំលោភដីធ្លីដែលពួកគាត់កំពុងជួបប្រទះក្រោមក្តីសង្ឃឹមថាការព្រួយបារម្ភរបស់ពួកគាត់នឹងមានគេជួយដឹងឮហើយជួយរកដំណោះស្រាយសមស្របសម្រាប់ពួកគាត់បាទលោកសុនហេងមានសេចក្តីរាយការណ៍ជុំវិញរឿងនេះវេទិកាស្ដីពីសេរីភាពបញ្ចេញមតិនិងការអភិវឌ្ឍទីក្រុងដែលមានការចូលរួមពីសហគមន៍ក្រីក្រត្រូវបានរៀបចំឡើងដោយសមាគមធៀងថ្នោតដើម្បីផ្ដល់ឱកាសឲ្យតំណាងសហគមន៍ដែលរងផលប៉ះពាល់ដោយការរំលោភសិទ្ធិដីធ្លីបានចូលទៅបង្ហាញពីទុក្ខលំបាករបស់ពួកគាត់និងស្វែងរកដំណោះស្រាយជាមួយសង្គមស៊ីវិលពួកខ្ញុំនេះនៅជួយដំណើរក្នុងកំណត់យកដីពួកខ្ញុំនឹងដែលខ្ញុំកាត់20-30ឆ្នាំមកហើយទៅគោដីមកឲ្យពួកខ្ញុំមកកាត់ដី 10% លើដីដែលខ្ញុំកាត់អានោះបំពេញយកដីហើយបំពេញជាយក
លួយវិញគឺឲ្យ$15ក្នុងមួយការ៉េឬក៏ពេញប្រមាណឲ្យប៉ុណ្ណឹងវិញដូច្នេះហើយនេះតើមានសមត្ថភាពក្នុងសង្គមមានដំណាភាពដែរឬអត់ឥឡូវនេះពួកខ្ញុំកំពុងតែក្តៅមែនតើមិនអាចថាក្តៅព្រោះថាគេបានធុំថ្ងៃបំពេញមកលើទៅដីនៅឋានដីស្រែដីចម្ការនេះជាការលើកឡើងពីបញ្ហាដីធ្លីដោយតំណាងសហគមន៍ជ្រោយចង្វាលោកជាសុផាតទៅកាន់វេទិកាដែលមានអ្នកចូលរួមជាង130នាក់តំណាងមកពីសហគមន៍ក្រីក្រ50នៅក្នុងទីក្រុងភ្នំពេញដាក់វេនគ្នាចាប់ក្បាលមេក្រូចែករំលែកពីការព្រួយបារម្ភជុំវិញរឿងរំលោភសិទ្ធិដីធ្លីឬលើកជាសំណួរទៅកាន់វេទិកាស្ថិតនៅក្នុងសម្លៀកបំពាក់ខ្មៅមួយឈុតតំណាងឲ្យការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅប្រធានផ្នែកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអ៊ំសំអានអង្គុយទន្ទឹមគ្នានឹងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោកប៉ាងួនទៀងនិងអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនដែលកំពុងស្ថិតនៅក្នុងឈុតខ្មៅដូចគ្នាលោកទាំង3ជាតំណាងសង្គមស៊ីវិលដែលវេទិកាអញ្ជើញមកធ្វើជាវាគ្មិនដើម្បីចូលរួមស្ដាប់ការព្រួយបារម្ភរបស់សហគមន៍ក្រីក្រ50នោះនិងឆ្លើយសំណួររបស់ពួកគាត់ចំណុចសំខាន់ត្រូវបានលើកយកមកពិភាក្សាដោយជាការបង្ក្រាបរបស់អាជ្ញាធរទៅលើការប្រមូលផ្ដុំតវ៉ាដីធ្លីរបស់សហគមន៍ការចាប់សកម្មជនដីធ្លីនិងការចោទប្រកាន់ថាការប្រមូលផ្ដុំតវ៉ាជាចេតនាចង់ធ្វើបដិវត្តពណ៌ដោយមានការញុះញង់ពីគណៈបកប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលចំពោះបញ្ហានេះលោកអ៊ំសំអាតបកស្រាយទៅកាន់អ្នកចូលរួមថាអ្វីដែលជំរុញឲ្យប្រជាជនទៅធ្វើបាតកម្មដីធ្លីគឺមិនមែនការអុចអាលពីសង្គមស៊ីវិលឡើយតែគឺការអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទៅវិញទេចាំបើសិនជាគាត់ដោះស្រាយទៅតើបងប្អូនទាំងអស់គ្នានឹងសុខចិត្តទៅធ្វើបាតកម្មធោហាក្តៅណាសុខចិត្តអត់បាយអត់ទឹកសុខចិត្តទៅគេដោះស្រាយហើយបាទអានឹងគឺការចោទគឺខុសតែម្ដងតែសារតែកំហុសខ្លួនឯងមិនបានដោះស្រាយចង់បិទបាំងនៅកំហុសបែរទៅជាចោទប្រកាន់គេទៀតពណ៌នេះទៀតពណ៌នោះធ្វើនេះចង់ធ្វើបដិវត្តពណ៌ចង់ធ្វើអីប៉ុន្តែតាមការពិតទៅមូលហេតុក៏វាខ្លួនដោះស្រាយឲ្យគេបញ្ចេញក្រៅពីការសិក្សាទៅលើបញ្ហាវេទិកាក៏ជជែកទៅលើដំណោះស្រាយផ្សេងៗផងដែរលោកប៉ាងួនទៀងអំពាវនាវឲ្យមានការសហការគ្នាពីប្រជាជនជៀសវាងការមិនអើពើឬមិនធ្វើដឹងមិនធ្វើឮលោកថាការបែរខ្នងទៅកាន់អំពើអយុត្តិធម៌គឺប្រៀបដូចជាការគាំទ្រអំពើអយុត្តិធម៌ដែរបងប្អូនប្រចាំពេលដែលក្រុមអ្នកការពារសិទ្ធិនៅក្រុមអ្នកការពារដីធ្លីចាប់ផ្ដើមតវ៉ាចាប់ផ្ដើមចេញទេហើយពួកយើងនេះអត់ចូលរួមជួយគាំទ្រទេបានន័យថាយើងគាំទ្រអ្នកដែលរំលោភយើងនៅស្ទាបមិនមែនមានន័យថាយើងមិនមានន័យថាយើងអត់ស្ទាបត្រូវទេកាលណាយើងនៅស្ទាបយើងអត់មាត់យើងអត់ប្រជែងទេយើងអត់ចូលរួមគាំទ្របានន័យថាយើងគាំទ្រអ្នកដែលរំលោភទេកាលណាយើងមិនគាំទ្រជួយចូលពលិទ្ធផ្ទះគេដែលកុំឆេះទេបានន័យយើងគាំទ្រអ្នកដុតផ្ទះគេដល់អញ្ចឹងយើងក៏ប្រព្រឹត្តធ្វើបាបដែរលោកថេងសាវឿនបានប្រៀបធៀបការរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋទៅនឹងជំងឺមហារីកសង្គមដែលកំពុងរាតត្បាតប៉ះពាល់ទៅលើមនុស្សគ្រប់គ្នាទោះបីជាប្រជាជនកំពុងគិតថាបញ្ហាដីធ្លីនេះមិនប៉ះពាល់ដល់ខ្លួនក៏ដោយអ្វីដែលប្រជាជនគ្រប់រូបអាចធ្វើបានគឺការចែករំលែកព័ត៌មាននិងមតិទោះបីជាមានការគៀបសង្កត់បំបិទសម្លេងទាំងនេះក្តីភាពអយុត្តិធម៌សង្គមយើងវាកើនឡើងអញ្ចឹងយើងចាត់ដើមចងគ្នាជាសម្ព័ន្ធភាពជាបណ្ដាញហើយចែករំលែកឲ្យគ្នាទៅវិញទៅមកហើយឥឡូវភាពឲ្យការងារគួរទៀតគឺយើងមានបណ្ដាញសង្គមណាបង្កើតគ្រប់បង្កើតអីហ្នឹងចែករំលែកគ្នាហើយមកគ្នានិយាយឲ្យផ្សព្វផ្សាយអំពីបញ្ហាទាំងអស់ហ្នឹងហើយការតស៊ូមតិឬក៏សេរីភាពនៃការបញ្ចេញមតិគឺយើងនៅពេលដែលគេកាន់តែរដ្ឋបတ်យើងត្រូវតែកាន់តែរឹងមាំហើយយើងត្រូវតែខ្លាំងនៅក្នុងវេទិការបស់សហគមន៍នេះក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ពីតំណាងសហគមន៍ដែលបានទទួលជោគជ័យក្នុងការតវ៉ាកន្លងមកផងដែរដូចជាតំណាងសហគមន៍បឹងកក់អ្នកស្រីបៅសុភាជាដើមអ្នកស្រីបៅសុភាអំពាវនាវឲ្យសហគមន៍មានការតស៊ូក្នុងការតវ៉ាទោះបីជាត្រូវគេចាប់ចងដាក់គុកដោយអ្នកស្រីក៏ដោយព្រោះទីបំផុតលទ្ធផលនឹងចេញរូបរាងដោយករណីបឹងកក់ដែលប្រជាពលរដ្ឋ 6,000 គ្រួសារទាមទារទទួលប្លង់កម្មសិទ្ធិនៅសល់តែ 19 គ្រួសារប៉ុណ្ណោះដែលមិនទាន់បានទទួលប្លង់ខ្ញុំបាទសុនហេងអាស៊ីសេរីភ្នំពេញ
លោកអ្នកនាងជាទីមេត្រីប្រជាកសិកររស់នៅឃុំជាំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងប្រឈមនឹងបញ្ហាខ្វះទីផ្សារលក់កសិផលរបស់ពួកគាត់បញ្ហានេះធ្វើឲ្យប្រជាកសិករត្រូវខាតបង់ព្រមទាំងត្រូវជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ជុំវិញរឿងនេះនៅក្រោយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាជាទីមេត្រីសហគមន៍តំបន់អារ៉ែងខេត្តកោះកុងបង្ហាញហានិភ័យថ្មីដែលអាចនឹងកើតមានឡើងនៅតំបន់អារ៉ែងក្រោយពេលដែលរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្នល់និងស្ពានទៅកាន់តំបន់នោះការបង្ហាញក្តីបារម្ភនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីហានិភ័យថ្មីសម្រាប់អារ៉ែងកាលពីថ្ងៃទី12ខែកញ្ញានៅក្នុងរាជធានីភ្នំពេញបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទរាអំពីរឿងនេះសហគមន៍តំបន់អារ៉ែងសម្ដែងកង្វល់ចំពោះគម្រោងស្ថាបនាផ្លូវថ្នល់និងស្ពានចូលទៅកាន់តំបន់របស់ពួកគេក្តីកង្វល់នេះកើតមានក្រោយពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសសង់ស្ពាននិងផ្លូវមួយខ្សែចូលទៅកាន់តំបន់អារ៉ែងក្នុងស្រុកថ្មបាំងខេត្តកោះកុងកាលពីចុងខែសីហាកន្លងទៅតំណាងសហគមន៍តំបន់អារ៉ែងនិងជាជនជាដើមភាគតិចជងលោកវ៉ែនវ៉នថ្លែងថាជនជាដើមភាគតិចរបស់លោកសាទរចំពោះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចូលទៅតំបន់អារ៉ែងប៉ុន្តែលោកបារម្ភថាគម្រោងនេះក៏នឹងនាំទៅជាមួយនូវបញ្ហាផ្សេងៗដែរសម្រាប់សហគមន៍បញ្ហាទាំងនោះមានជាអាចការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់អារ៉ែងការចរាចរគ្រឿងញៀនទៅកាន់តំបន់នោះនិងបញ្ហាអសន្តិសុខជាដើមដែលបញ្ហាទាំងនេះអាចនឹងបំផ្លាញអត្តសញ្ញាណជនជាដើមភាគតិចនៅតំបន់អារ៉ែងសហគមន៍យើងគឺអត់មានលទ្ធភាពគ្រប់គ្រាន់នឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសអស់នឹងទេមិនមែនថាយើងអត់លទ្ធភាពសោះប៉ុន្តែក៏យើងអត់មានសមត្ថភាពគ្រប់គ្រាន់អ្វីដែលខ្ញុំសង្ឃឹមជាងគេនោះគឺស្ថាប័នជំនាញតកតងទៅនឹងបរិស្ថានក៏នឹងធនធានធម្មជាតិនឹងគឺធ្វើការទប់ស្កាត់រាល់សកម្មភាពបទល្មើសនៅតំបន់នឹងឲ្យបានដើម្បីថែរក្សានៅតំបន់នោះគឺជាតំបន់ព្រៃចុងក្រោយបំផុតរបស់ប្រទេសកម្ពុជាយើងសកម្មជនបរិស្ថានដែលកំពុងជាប់បណ្ដឹងនៅតុលាការរូបនេះក៏អំពាវនាវដល់រដ្ឋាភិបាលឲ្យជួយប្រែក្លាយតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍ដោយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ជាងការវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនលើសពីនេះលោកក៏សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឲ្យពន្លឿនការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ឲ្យបានឆាប់រហ័សផងដែរជុំវិញរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោកសៅសុភាពបញ្ជាក់ថាគម្រោងសាងសង់ស្ពាននិងផ្លូវចូលទៅតំបន់អារ៉ែងគឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋនៅតំបន់នោះដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមស្របលោកទទួលស្គាល់ការព្រួយបារម្ភរបស់សហគមន៍ប៉ុន្តែលោកថាក្រសួងនឹងប្រឹងប្រែងជួយដោះស្រាយបញ្ហាទាំងនោះបញ្ហាព្រួយបារម្ភហ្នឹងជាការព្រួយបារម្ភទេក៏ប៉ុន្តែការគ្រប់គ្រងការពារនិងអភិរក្សធនធានធម្មជាតិគឺយើងមានរបៀបបបធ្វើការរបស់យើងលោកសៅសុភាពបញ្ជាក់ទៀតថាក្រសួងបរិស្ថានមិនទាន់មានគម្រោងអភិវឌ្ឍតំបន់អារ៉ែងឲ្យទៅជាតំបន់អេកូទេសចរណ៍នៅឡើយប៉ុន្តែលោកថាក្រសួងនឹងពិនិត្យមើលសំណើនេះនៅពេលក្រោយទៀតចំណែកការចុះបញ្ជីដីសមូហភាពរបស់សហគមន៍វិញលោកសៅសុភាពថ្លែងថាក្រសួងនឹងជួយជំរុញកិច្ចការងារនេះឲ្យបានឆាប់រហ័សតំបន់អារ៉ែងមានផ្ទៃដីរាប់ម៉ឺនហិកតាលាតសន្ធឹងនៅលើឃុំចំនួន3នៃស្រុកថ្មបាំងខេត្តកោះកុងគឺឃុំចំណាឃុំចំណប់និងឃុំថ្មដូនពៅតំបន់នេះពោពេញទៅដោយធនធានធម្មជាតិសម្បូរបែបមានដូចជាព្រៃឈើសត្វព្រៃកម្រនិងទឹកធ្លាក់ជាច្រើនកន្លែងដែលអំណោយផលដល់វិស័យទេសចរណ៍អ្នកដែលធ្លាប់ទៅដល់តំបន់នោះតែងពោលសរសើរមិនដាច់ពីមាត់ថាតំបន់អារ៉ែងគឺជាតំបន់ទេសចរណ៍ធម្មជាតិល្អផ្ដាច់គេនៅកម្ពុជាសហស្ថាបនិកចលនាមេដាធម្មជាតិដែលសកម្មក្នុងកិច្ចការពារតំបន់អារ៉ែងលោកសាន់ម៉ាឡាស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលនៅតំបន់អារ៉ែងលោកថាគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទៅកាន់តំបន់អារ៉ែងដែលជាផ្នែកមួយនៃការលើកស្ទួយជីវភាពរបស់ពលរដ្ឋទោះបីជាយ៉ាងណាសកម្មជនបរិស្ថានដែលទើបត្រូវបានតុលាការដោះលែងក្រោយជាប់ឃុំរយៈពេលជាង10ខែរូបនេះនៅតែបារម្ភថាបទល្មើសផ្សេងៗអាចនឹងកើតមានឡើងតាមរយៈគម្រោងរបស់រដ្ឋាភិបាលហើយលោកទទូចឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរឹងនិងមានប្រសិទ្ធភាពយើងសង្ឃឹមថានឹងមិនមានមន្ត្រីខុសខូចដើម្បីដាក់បារម្ភយកលុយពីឈ្មួញទុច្ចរិតដែលយើងសង្ឃឹមថានៅក្នុងតំបន់អារ៉ែងត្រូវបានគេរឹតបន្តឹងការការពារនិងបញ្ឈប់បទល្មើសនៃការកាប់បំផ្លាញព្រៃឈើរដ្ឋាភិបាលធ្លាប់មានបំណងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងប៉ុន្តែក្រោយមកគម្រោងនេះត្រូវបានលុបចោលវិញដោយសារមានការទាមទារតវ៉ាពីសកម្មជនអង្គការសង្គមស៊ីវិលនិងគណៈបកប្រឆាំងថាគម្រោងនេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានព្រៃឈើនិងសត្វព្រៃព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ជនជាដើមភាគតិចជងនៅតំបន់នោះខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញ
បាទលោកនាងកញ្ញាជាទីមេត្រីពីខេត្តបន្ទាយមានជ័យឯនោះវិញប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ60នាក់តំណាងឲ្យ195គ្រួសារនៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី12ខែកញ្ញាបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាក្រុងទាមទារឲ្យអាជ្ញាធរជួយដោះស្រាយចំនួនជូនពួកគាត់ឲ្យបានឆាប់បាទលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះក្រុមអ្នកតវ៉ាបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែតលើកឡើងថាអាជ្ញាធរក្រុងហាក់គ្មានចេតនាជួយដោះស្រាយចំនួនដីធ្លីជូនពួកគាត់នោះឡើយតំណាងពលរដ្ឋតវ៉ាម្នាក់រស់នៅសង្កាត់ប៉ោយប៉ែតលោកជាសុថាប្រាប់អាស៊ីសេរីតាមទូរស័ព្ទនៅថ្ងៃទី12កញ្ញាថាពួកគាត់ប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែតនេះដើម្បីតាមដាននៅលទ្ធផលនៃការដោះស្រាយពីសំណាក់អាជ្ញាធរក្រុងលោកអះអាងថាកាលពីថ្ងៃទី10កញ្ញាកន្លងទៅអាជ្ញាធរក្រុងនិងមន្ត្រីពាក់ព័ន្ធបានចុះទៅដល់ទីតាំងទំនាស់នៅភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតហើយបានសន្យាជាមួយពួកគាត់ថានឹងដោះស្រាយជូនពួកគាត់នៅសាលាក្រុងនៅថ្ងៃទី12កញ្ញាលោកបញ្ជាក់ថាអាជ្ញាធរក្រុងពុំបានគោរពតាមការសន្យារបស់ខ្លួនឡើយអានឹងដល់ពេលយើងនិយាយទៅជាពលរដ្ឋនឹងគាត់ខឹងហ្មងគាត់ឈឺចាប់គាត់ថាបើមិនដោះស្រាយហើយបានជាណាប្រជាពលរដ្ឋឲ្យមកជួបថានិយាយគ្នាដើម្បីដោះស្រាយលុបចោលកសិកម្មហ្នឹងឈប់ឲ្យមកយាយីដល់ប្រជាពលរដ្ឋ195ហ្នឹងនៅក្នុងភូមិទួលប្រាសាទឆ្លើយតបនឹងការតវ៉ានេះអភិបាលរងក្រុងប៉ោយប៉ែតលោកនងធឿនមានប្រសាសន៍យ៉ាងខ្លីដោយលោកជំរុញឲ្យទៅសួរលោកអភិបាលក្រុងប៉ោយប៉ែតដែលលោកថាជ្រាបច្បាស់លើការងារនេះបងចេះខ្ញុំមកប្រជុំនៅពេញដល់ចឹងប្រជុំចឹងមកបាននៅកន្លែងនេះខ្ញុំមកប្រជុំឯកកម្មមកប្រជុំនៅពេញបងដល់ចឹងជាជាខទៅបងព័ត៌មានគាត់នឹងបានច្បាស់អាស៊ីសេរីពុំអាចតាក់ទងអភិបាលក្រុងប៉ោយប៉ែតលោកងៅមេងជ្រុញដើម្បីសូមអធិប្បាយជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី12កញ្ញាទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកស៊ុំចង្គាក៏សម្គាល់ថាករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ195គ្រួសារជាមួយសមាគមអភិវឌ្ឍកសិកម្មជាតិបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយដោយពុំមានអាជ្ញាធរណាចុះដោះស្រាយជូនពួកគាត់នោះទេលោកបញ្ជាក់ថាការដោះស្រាយកន្លងមកអាជ្ញាធរក្រុងប៉ោយប៉ែតច្រើនឆ្លើយតបជាមួយពលរដ្ឋថានឹងដោះស្រាយដើម្បីជាលេសយករួចខ្លួនជាប្រចាំបាទយើងអស់សង្ឃឹមយ៉ាងខ្លាំងទៅលើអភិបាលក្រុងប៉ោយប៉ែតដែលទុកទំនាស់ចោលជាច្រើនដែលប្រជាពលរដ្ឋគាត់តែងតែធ្វើការតវ៉ាដាក់បណ្ដាសាផងជីបតិចផងតវ៉ាសុំឲ្យដោះស្រាយផងតាមសម្រួលផងយើងឃើញមានគ្រប់រសជាតិទាំងអស់ដែលកើតឡើងនៅចំណុចក្រុងនឹងហាក់ដូចជាអភិបាលក្រុងគ្មានឆ្អាលគ្មានគិតគ្មានគូដល់ប្រជាពលរដ្ឋអ្វីបន្តិចសោះមកអ្នកភូមិអះអាងថាផ្ទៃដីទំហំជាង34ហិកតានៅភូមិច័ន្ទគិរីនិងភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យអ្នកភូមិចាប់ផ្ដើមមានទំនាស់ជាមួយសមាគមអភិវឌ្ឍកសិកម្មជាតិតាំងពីឆ្នាំ2002មកមិនទាន់ដោះស្រាយបាននៅឡើយពលរដ្ឋបញ្ជាក់ថាកាលពីថ្ងៃទី10កញ្ញាឆ្នាំ2016ពួកគាត់បានទប់ស្កាត់គ្រឿងចាក់ដែលឈូសឆាយនៅតំបន់ដីចំនួននោះហើយអាជ្ញាធរក្រុងបានចុះទៅសម្រួលដល់ទីកន្លែងដោយប្រាប់ពួកគាត់ឲ្យមកដោះស្រាយនៅសាលាក្រុងវិញបន្ទាប់ពីការតវ៉ានៅព្រឹកថ្ងៃទី12កញ្ញាដដែលអាជ្ញាធរក្រុងបានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ាចូលជួបពិភាក្សានៅសាលប្រជុំសាលាក្រុងប៉ុន្តែពុំបានដោះស្រាយអ្វីជូនពួកគាត់នោះទេក្រុមអ្នកតវ៉ាបញ្ជាក់ថាពួកគាត់នឹងតវ៉ាជាថ្មីទៀតក្នុងពេលឆាប់ខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងសាលាក្តីខ្មែរក្រហមផ្សាយព័ត៌មានកាលពីថ្ងៃទី12ខែកញ្ញាថារដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់វិភាគទានជាទឹកប្រាក់ចំនួន$50,000សហរដ្ឋអាមេរិកដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមបូករួមទាំងវិភាគទានថ្មីនេះរដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហមចំនួន$150,000ហើយចាប់តាំងពីសាលាក្តីកូនកាត់មួយនេះចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ2006មកជារៀងរាល់ឆ្នាំភាគីជាតិនៃសាលាក្តីខ្មែរក្រហមតែងតែជួបប្រទះការអស់សាច់ប្រាក់សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីនិងចៅក្រមនិងបុគ្គលិករបស់ខ្លួននៅឆ្នាំ2016នេះមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេតភត្រាបញ្ជាក់ថាខាងភាគីជាតិនៅខ្វះសាច់ប្រាក់$70,000សហរដ្ឋអាមេរិកទៀតដើម្បីទ្រទ្រង់កិច្ចដំណើរការជំនុំជម្រះក្តីរហូតដល់ចុងឆ្នាំដោយឡែកថវិកាទ្រទ្រង់កិច្ចដំណើរការជំនុំជម្រះក្តីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសម្រាប់ឆ្នាំ2017នៅមិនទាន់មានប្រទេសម្ចាស់ជំនួយមួយណាសន្យាផ្ដល់វិភាគទាននៅឡើយទេចាប់តាំងពីឆ្នាំ2006រហូតមកដល់ពេលនេះសាលាក្តីខ្មែរក្រហមចំណាយថវិកាអស់ជាង$260លានសហរដ្ឋអាមេរិកហើយ
ក្នុងការជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿងលេខ001និង002វគ្គ1និងវគ្គទី2សាលាក្តីខ្មែរក្រហមបានបញ្ចប់ការជំនុំជម្រះសំណុំរឿងលេខ001ដោយផ្ដន្ទាទោសអតីតប្រធានមន្ត្រីស21ដែលគេហៅថាគុកទួលស្លែងគឺលោកកាំងកិច្ចអេហៅដូចឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី7ខែសីហាឆ្នាំ2014អង្គជំនុំជម្រះសាលាដំបងបញ្ចប់កិច្ចដំណើរការជំនុំជម្រះវគ្គ1នៃសំណុំរឿងលេខ002ឬហៅថាសំណុំរឿង002វគ្គ1ដោយផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនួនជានិងខៀវសំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរសំណុំរឿង002វគ្គ2ជនជាប់ចោទទាំងពីរត្រូវបានតុលាការរកឃើញថាមានកំហុសក្នុងបទចោទអំពីការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៅខេត្តពោធិ៍សាត់និងការជំលះប្រជាជនដោយបង្ខំលោកនួនជាអតីតជាអនុលេខាធិការបកកុម្មុយនីសកម្ពុជាហើយលោកខៀវសំផនអតីតជាប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ1975ដល់ឆ្នាំ1979ជនជាប់ចោទបានប្តឹងសាលទុកទៅតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបងថាមានកំហុសនីតិវិធីអង្គជំនុំជម្រះតុលាការកំពូលនឹងប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាលទុកក្នុងសំណុំរឿង002វគ្គ1របស់ជនជាប់ចោទទាំងពីរនៅថ្ងៃពុធទី23ខែវិច្ឆិកាឆ្នាំ2016នេះបច្ចុប្បន្ននេះសាលាក្តីខ្មែរក្រហមក៏កំពុងដំណើរការជំនុំជម្រះលោកនួនជានិងខៀវសំផនក្នុងសំណុំរឿង002វគ្គ2បន្តទៀតតាក់ទងនឹងបទចោទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាមដោយមិនរាប់បញ្ចូលនៅឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តឡើងដោយកងទ័ពបដិវត្តន៍កម្ពុជាទៅលើដែនដីវៀតណាមនោះឡើយការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរំលោភសេពសន្តិវៈនៅទូទាំងប្រទេសព្រមទាំងការបោសសម្អាតផ្ទៃក្នុងបាទលោកនាងកញ្ញាជាទីមេត្រីជនរងគ្រោះក្នុងករណីបណ្ដឹងពីបទឆបោកប្រាក់$1 លានសហរដ្ឋអាមេរិកបន្តស្វែងរកយុត្តិធម៌នៅតុលាការសហរដ្ឋអាមេរិកបើទោះបីចុងចោទម្នាក់បានធ្វើអត្តឃាតក៏ដោយវិជ្ជបណ្ឌិតទណ្ឌពេទ្យអ្នកស្រីអេងគង់លីបានបញ្ជាក់ប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទម្សិលមិញថាជនជាប់ចោទម្នាក់ក្នុងចំណោម4នាក់គឺលោក William Noche អាយុ59ឆ្នាំបានធ្វើអត្តឃាតកាលពីចុងសប្តាហ៍មុនអ្នកស្រីបន្តថាការបាញ់សម្លាប់ខ្លួនឯងនេះសបញ្ជាក់ថាជនជាប់ចោទបារម្ភពីទោសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តខ្ញុំគិតថាជាសញ្ញាវិជ្ជមានមួយសម្រាប់ខ្ញុំដែលគាត់ពិតជាទទួលដឹងឮថាខ្លួនគាត់នឹងមានទោសព្រហ្មទណ្ឌចាអញ្ចឹងទោះបីម្នាក់ស្លាប់ក៏ដោយបើសិនជាខ្ញុំអត់ប្តឹងបន្តខ្ញុំឈប់ពាក់កណ្ដាលទីខ្ញុំអត់ដឹងថាអ្វីដែលគាត់កំពុងប្តឹងខ្ញុំនៅស្រុកខ្មែរហ្នឹងឬនឹងទៅជាបែបម៉េចទេអញ្ចឹងខ្ញុំត្រូវតែប្តឹងរហូតដល់ទីបញ្ចប់ខ្ញុំបាត់ប្រាក់ដែល invest ហ្នឹង$1 លានពីមុនឡើយខ្ញុំចង់បានប្រាក់ជាជំងឺចិត្តតែឥឡូវហ្នឹងខ្ញុំចង់បានភាពយុត្តិធម៌ជាចម្បងជំងឺចិត្តហ្នឹងលែងគិតលែងអីហើយលុយក៏លែងគិតដែរធ្វើឲ្យមានភាពយុត្តិធម៌សម្រាប់ខ្លួនខ្ញុំចង់បានបញ្ចប់ខេសហ្នឹងដោយភាពយុត្តិធម៌ខ្ញុំត្រូវការតែប៉ុណ្្នឹងឯងចាលោក William Noche គឺជាអតីតមេធាវីជាសហគ្រិននិងជាសមាជិកសភាពីខាងគណៈបក្សសាធារណរដ្ឋប្រចាំរដ្ឋញូវយ៉កលោក William Noche និងជនជាប់ចោទ3នាក់ទៀតរួមមានលោកស៊ីវស៊ីចាន់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard San ពាណិជ្ជករខ្មែរអាមេរិកាំងនៅរដ្ឋកាលីហ្វ័រញ៉ានិងពាណិជ្ជករមួយរូបទៀតពីរដ្ឋតិចសាសគឺលោក Thomas William អ្នកទាំង4នាក់នោះបានរួមគ្នាបង្កើតក្រុមហ៊ុនមួយឈ្មោះ Akra ដើម្បីរកទីផ្សារលក់និងបង្កើនផលិតផលកសិកម្មពីប្រទេសកម្ពុជាមកសហរដ្ឋអាមេរិកតុលាការក្រុងភ្នំពេញនឹងបើកសវនាការក្នុងរឿងនេះនៅថ្ងៃទី27ខែកញ្ញាខាងមុខនេះបាទលោកនាងកញ្ញាជាទីមេត្រីទូរទស្សន៍អាស៊ីសេរីចាប់ផ្ដើមផ្សាយផ្ទាល់ពីម៉ោង 8:35 នាទីដល់ម៉ោង 9:05 នាទីយប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រលោកនាងអាចទស្សនាការផ្សាយរបស់យើងខ្ញុំតាមរយៈបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន facebook.com/rfa cambodia និង YouTube www.youtube.com/rfa khmer video ប្រសិនបើលោកនាងខកខានមិនបានទស្សនាការផ្សាយផ្ទាល់នេះទេលោកនាងអាចទស្សនាកម្មវិធីផ្សាយរបស់យើងខ្ញុំឡើងវិញបានដោយចូលទៅកាន់គេហទំព័ររបស់អាស៊ីសេរី www.rfa.org/khmer បាទសូមអរគុណប
បាទលោកនាងកញ្ញាទើបនឹងបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington សូមលោកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍មួយចំនួនស្ដីអំពីកសិករនៅខេត្តត្បូងឃ្មុំត្អូញត្អែពីផលប៉ះពាល់ក្រោយពេលដំណាំដំឡូងមានតម្លៃថោកកសិករនៅស្រុកគូលែនខេត្តព្រះវិហារស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍សុំការពន្យាពេលសងបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុហើយនៅចុងក្រោយនៃកម្មវិធីគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាលោកអ្នកនាងជាទីមេត្រីប្រជាកសិកររស់នៅឃុំជាំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំត្អូញត្អែពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោកមិនអាចទូទាត់នឹងការចំណាយបានតម្លៃដំឡូងមីចុះថោកពេលនេះកសិករត្រូវប្រឈមការខាតបង់ព្រមទាំងជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងពីព្រោះมันអាចបង្វិលដើមទុនដោយដោះស្រាយបំណុលបានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលយល់ថារដ្ឋត្រូវមានការទទួលខុសត្រូវមួយចំណែកលើបញ្ហានេះលោកសោតសុកប្រធារាយការណ៍អំពីព័ត៌មាននេះប្រជាកសិករនៅខេត្តត្បូងឃ្មុំអំពាវនាវឲ្យរាជរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាតម្លៃកសិផលដែលពួកគាត់ផលិតបានពេលនេះឲ្យមានតម្លៃខ្ពស់នៅលើទីផ្សារដោយការពីឆ្នាំកន្លងទៅពួកគាត់លើកឡើងថាប្រសិនបើតម្លៃដំឡូងមីបានខ្ពស់វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យស្រឡាញ់មុខរបរកសិកម្មថែមទៀតកសិករនៅឃុំជាំក្រវៀនមួយរូបលោកសុនធៀបមានប្រសាសន៍ថាតម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅលោកថាឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បាន1គីឡូក្រាម300រៀលទៅ400រៀលប៉ុន្តែឆ្នាំនេះគឺបាន1គីឡូក្រាម150រៀលទៅ160រៀលហើយត្រូវចំណាយថ្លៃដឹកជញ្ជូន90រៀលថែមទៀតផងចំណែកតម្លៃទំនិញនៅលើទីផ្សារដូចជាជីថ្នាំបាញ់សម្លាប់សត្វល្អិតឬបាញ់ជំនួយដើមព្រមទាំងការជួលម៉ាស៊ីនភ្ជួររាស់ពូជដំឡូងនិងកម្មករផងកាន់តែមានតម្លៃខ្ពស់ទ្វេដងអត់មានអារម្មណ៍អីលោកគ្រូអត់មានអារម្មណ៍ធ្វើដំឡូងទៀតព្រោះដូចថាវាអស់សង្ឃឹមហើយព្រោះតម្លៃទីផ្សារថោកពេកហើយនៅគេជិតខាងហ្នឹងប្រទេសគេមានតម្លៃដល់ពេលប្រទេសខ្មែរយើងរកទីផ្សារអត់មានយ៉ាងហើយដល់ពេលយើងប្រជាពលរដ្ឋធ្វើខាតយ៉ាងនេះមានអីទៀតមានទីពឹងអីទេមានទីពឹងខាងរាជរដ្ឋាភិបាលឲ្យរកទីផ្សារជួយខាងប្រជាពលរដ្ឋផងឃុំជាំក្រវៀនមានប្រជាពលរដ្ឋជិត 3000 គ្រួសារដែលស្មើជាង 10000 នាក់ហើយពលរដ្ឋប្រកបមុខរបរដាំដំឡូងនាពេលបច្ចុប្បន្នមានប្រមាណ 70% ពលរដ្ឋមួយរូបទៀតអ្នកស្រីសុកជឿនឲ្យដឹងថាអ្នកស្រីមានផ្ទៃដី8ហិកតាដើម្បីដាំដំឡូងនៅឆ្នាំនេះដោយសង្ឃឹមថានឹងមានតម្លៃខ្ពស់គ្រាន់ដោះស្រាយជីវភាពរស់នៅក្តីសង្ឃឹមនេះប្រែជារលាយពីព្រោះបច្ចុប្បន្នតម្លៃដំឡូងធ្លាក់ចុះខ្លាំងរហូតធ្វើឲ្យកសិករខ្លះទុកដំឡូងខ្លួនចោលតែម្ដងដោយសារមិនអាចទូទាត់ទៅនឹងការចំណាយបានអ្នកស្រីបន្តថាតាំងពីចាប់ផ្ដើមដាំរហូតជិតទទួលផលគឺត្រូវចំណាយដើមទុនជិត10លានរៀលហើយថវិកាទាំងនេះពួកគាត់ខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះអ្នកស្រីថានៅពេលកសិករខ្មែរប្រកបមុខរបរកសិកម្មចេះតែខាតបង់របៀបនេះជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនចំណាក់ស្រុកហើយបង្ខំចិត្តលក់ទ្រព្យសម្បត្តិឬលក់ដីធ្លីរបស់ខ្លួនដើម្បីយកប្រាក់ទៅដោះបំណុលគេថែមទៀតផងការបារម្ភភ័យព្រួយយ៉ាងខ្លាំងប្រជាជនដែលអត់ស្រេកឃ្លានទៅប្រទេសគេនងគ្នាមកវិញមិនដឹងមានដីមានធ្លីអីធ្វើទៀតលោកគ្រូបើកាលណាដលងនៅតែថោកអញ្ចឹងលក់ដីលក់អីទៅសងអង្គការអស់ទៅអត់មានដីធ្វើចំណាក់ស្រុកទៅប្រទេសគេដល់ពេលទៅប្រទេសគេកូនចៅសារចំនួនសារក្រោយអត់មានដីធ្វើកាន់តែក្រីក្រទៅទៀតហើយដំណាំដំឡូងកសិករភាគច្រើនចាប់ផ្ដើមដាំនៅខែមីនាឬខែមេសាហើយទទួលផលនៅចន្លោះខែវិច្ឆិកាដល់ខែមករាទីផ្សារដំឡូងនៅពេលបច្ចុប្បន្នសម្រាប់ពលរដ្ឋនៅស្រុកមេមត់គឺត្រូវនាំទៅលក់ឲ្យប្រទេសវៀតណាមតែមួយប៉ុណ្ណោះតែតងបញ្ហានេះជំទប់ទី1ឃុំជាំក្រវៀនលោកហាថនមានប្រសាសន៍ថានៅពេលផលិតផលដំឡូងមីធ្លាក់ចុះគឺពិតជាបណ្ដាលឲ្យកសិកររងផលប៉ះពាល់ប្រកបមែនលោកបន្តថាមូលហេតុនាំឲ្យធ្លាក់ចុះពីព្រោះកម្ពុជាមិនមានទីផ្សារទូលំទូលាយពលគឺលក់ឲ្យតែប្រទេសវៀតណាមមួយមុខតែប៉ុណ្ណោះហើយតម្លៃឡើងឬចុះអាស្រ័យទៅលើវៀតណាមជាអ្នកកំណត់
đây nhưng đã tuân khang Israel mau tỉnh đô ở chi phối bạn làm khai thì nghiệp của tiền vào ngày bà đã xí lưu kê môn với bạn khai đã lấy cho thao trong ấy bạn nó đã tuân khangสมคนละមួយមកចុះទិញតាមដល់កន្លែង លោកបន្តថាអាជ្ញាធរឃុំធ្លាប់ធ្វើរបាយការណ៍ជំវិញករណីនេះបញ្ជូនទៅថ្នាក់ស្រុកពីព្រោះខាងលោកមិនមានលទ្ធភាពណាមួយលើសពីនេះឡើយតម្លៃផលិតផលកសិកម្មខ្មែរនៅពេលបច្ចុប្បន្នរួមមានកៅស៊ូត្រឡាចល្ពៅដំឡូងពោតស្រូវជាដើមគឺកំពុងប្រឈមបញ្ហាខ្វះទីផ្សារហើយបើមានទីផ្សារវិញគឺតម្លៃថោកមិនអាចទូទាត់ទៅនឹងការចំណាយបានថែមទៀតបញ្ហានេះធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួននៅក្បែរព្រំដែនបង្ខំចិត្តយកដីរបស់ខ្លួនទៅជួលឲ្យជនជាតិវៀតណាមធ្វើជំនួសវិញកាលពីថ្ងៃទី7កញ្ញាអភិបាលរងខេត្តត្បូងឃ្មុំលោកហាក់សុកមករាមានប្រសាសន៍ថាកន្លងមកអាជ្ញាធរពាក់ព័ន្ធពិសេសមន្ទីរកសិកម្មខេត្តបានជំរុញការដាំដុះដល់កសិករព្រមទាំងយកចិត្តទុកដាក់លើបញ្ហាទីផ្សារថែមទៀតផងប៉ុន្តែលោកថាតម្លៃផលិតផលខ្លះគឺប្រែប្រួលដោយសារតែទីផ្សារពិភពលោកប្រែប្រួលដូចគ្នាទោះបីជាយ៉ាងនេះក្តីនាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មនៅកម្ពុជាហៅកាត់ថាសេដាលោកសំវិទូមានប្រសាសន៍ថានៅពេលដែលផលិតផលលើសពីតម្រូវការគឺនាំឲ្យតម្លៃធ្លាក់ចុះលោកបន្តថាបញ្ហាប្រឈមរបស់កសិករគឺខ្វះព័ត៌មានស្តីពីតម្រូវការទីផ្សារជាហេតុនាំឲ្យពលរដ្ឋដាំដំណាំតាមគ្នាឬតាមការញាក់របស់ឈ្មួញកណ្ដាលលោកយល់ថាប្រសិនបើកសិករខ្មែរនៅតែជួបបញ្ហាប្រឈមបែបនេះទៀតនឹងជំរុញឲ្យពួកគាត់បោះបង់មុខរបរកសិកម្មចោលតែម្ដងយើងឃើញនៅបច្ចុប្បន្ននេះគឺកសិករគាត់ចាប់ផ្ដើមបោះបង់ទៅហើយដោយសារយើងឃើញថាឧទាហរណ៍ថាដលងនេះគាត់ដាំអញ្ចឹងគាត់បានឆោតឆ្នាំហ្នឹងឆោតគាត់ដូរទៅដាំល្ពៅឆ្នាំនេះឆោតគាត់ដូរទៅដាំនេះដាំនោះទៅតាមការញាក់នៅក្នុងទីផ្សារអញ្ចឹងពេលដែលឧទាហរណ៍ថាឆ្នាំដែលទីផ្សាររបស់យើងរាល់ថ្ងៃនេះគឺមិនមែនកំណត់ដោយមានគោលនយោបាយមួយទេគឺការកំណត់របស់គាត់ហ្នឹងគឺអាស្រ័យទៅលើឈ្មោះកណ្ដាលជាអ្នកកំណត់លោកបន្ថែមថារាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវមួយចំណែកចំពោះបញ្ហាប្រឈមរបស់កសិករទាំងនេះដូចជាត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនឲ្យមកបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមនៅស្រុកខ្មែរឲ្យបានច្រើនជាងនេះទៀតត្រូវស្វែងរកទីផ្សារឲ្យបានទូលំទូលាយដោយមិនត្រូវពឹងផ្អែកទៅលើទីផ្សារប្រទេសចិនឬវៀតណាមតែមួយនោះឡើយហើយត្រូវផ្ដល់ព័ត៌មានស្ដីពីទីផ្សារដល់កសិករឲ្យបានគ្រប់គ្រាន់ជាដើមបន្ថែមពីនេះកសិករត្រូវរៀនដាំដំណាំចម្រុះគ្នានៅលើផ្ទៃដីដែលពួកគាត់មានជៀសវាងការដាំដំណាំតែមួយមុខនៅលើផ្ទៃដីទាំងអស់របស់ខ្លួននោះខ្ញុំសូត្រសុខប្រាថ្នាអាស៊ីសេរីពីខេត្តត្បូងឃ្មុំលោកអ្នកនាងជាទីមេត្រីអាជ្ញាធរឃុំស្រយងនៃស្រុកគូលែនខេត្តព្រះវិហារសម្ដែងការព្រួយបារម្ភចំពោះជីវភាពពលរដ្ឋជាច្រើនរយគ្រួសារដែលម្នាក់កំពុងជំពាក់បំណុលធនាគារមីក្រូហិរញ្ញវត្ថុយ៉ាងច្រើនការព្រួយបារម្ភនេះកើតមានឡើងបន្ទាប់ពីអ្នកភូមិដែលភាគច្រើនទីពឹងទៅលើមុខរបរចំការក៏ប៉ុន្តែចុងរដូវឆ្នាំនេះកសិផលជាច្រើនដូចជាផ្លែល្ពៅត្រឡាចដំឡូងជ្វានិងសណ្តែកបាយជាដើមបានធ្លាក់ថ្លៃយ៉ាងគំហុកលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះកសិករជាង160គ្រួសារនៅឃុំស្រយងស្រុកគូលែនកំពុងភ័យខ្លាចធនាគារនិងមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួនប្រើអំណាចទៅរឹបអូសយកដីចម្ការនិងដីភូមិរបស់ពួកគេការព្រួយបារម្ភដូចនេះបន្ទាប់ពីពួកគេគ្មានលទ្ធភាពស្វែងរកប្រាក់គ្រប់គ្រាន់ទៅបង់រំលោះប្រាក់ដើមដែលបានខ្ចីពីធនាគារជារៀងរាល់ខែបានទេពីព្រោះតែកសិផលកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងស្ត្រីម្នាក់នៅភូមិស្រយងខាងជើងក្នុងចំណោមអ្នកជំពាក់បំណុលធនាគារជាច្រើនទៀតគឺអ្នកស្រីលីកឹមហួយអ្នកស្រីឲ្យដឹងថាកាលពីជាង1ឆ្នាំមុនគាត់បានខ្ចីលុយធនាគារអេស៊ីលីដាចំនួន$65,000អាមេរិកដើម្បីយកមកទិញដីចម្ការក្នុងមួយខែគាត់ត្រូវរកប្រាក់បង់រំលោះទៅឲ្យធនាគារវិញជាង$1,000អាមេរិកអ្នកស្រីលីកឹមហួយបញ្ជាក់ថារយៈពេលជាង1ឆ្នាំមកនេះគាត់ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរកលុយដោះបំណុលធនាគារប៉ុន្តែនៅពាក់កណ្ដាលខែកញ្ញានេះគាត់ប្រហែលជាមិនមានលទ្ធភាពទៅបង់ធនាគារទាំងដើមទាំងការបានទេពីព្រោះតែផលដំណាំចម្ការគឺលក់បានថោកបំផុត
អ្នកស្រីលីកឹមហួយអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋានជួយធ្វើអន្តរាគមន៍ទៅធនាគារដើម្បីឲ្យពន្យាការបង់រំលោះថ្លៃដើមមួយរយៈសិនព្រមទាំងសុំឲ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ផលិតផលកសិករឲ្យបានថ្លៃផងដែរចក្រាខែមុនត្រូវឡើងដើមបើអញ្ចឹងវាអត់មានប្រហុយត្រូវឡើងដើមសោះនឹងចាញ់វិធានាមកឲ្យបានឡើងដើមបើថាគ្រាន់ថាមកការហ្នឹងយើងចេះដោះដូរលក់នេះលក់នោះទៅដលងខ្លះលពៅខ្លះអីចឹងទៅស្ដាយខ្លះទៅសំគ្នាទៅព្រួយបារម្ភខ្លាចធនាគារអស់នឹងដោះស្រាយថាមិនសុំធនាគារឲ្យអនុគ្រោះឲ្យប្រជាជនសុំថាឲ្យសុំបង់តកាទៅដើមក៏មកឲ្យបង់សុំមួយឆ្នាំវិជាពេលមួយឆ្នាំទៅស្ត្រីម្នាក់ទៀតដែលមានផ្ទៃពោះហើយនឹងកូនតូចដែលប្តីរបស់គាត់ពោដើរតាមពីក្រោយផងអ្នកស្រីគុណសុគីមានប្រសាសន៍ទាំងព្រួយបារម្ភថានាងបានខ្ចីប្រាក់ពីធនាគារចំនួន$32,000អាមេរិកដើម្បីទិញដីចម្ការនាងរំពឹងថាកសិផលដែលបានពីចម្ការនឹងអាចរកប្រាក់ទៅបង់រំលោះធនាគារបានប៉ុន្តែនៅចុងរដូវឆ្នាំនេះភោគផលចម្ការបានធ្លាក់ថ្លៃយ៉ាងខ្លាំងជាហេតុធ្វើឲ្យនាងមិនអាចមានប្រាក់បង់រំលោះធនាគារហើយព្រួយបារម្ភខ្លាចគេមករឹបអូសយកដីមួយខែត្រូវបង់ឲ្យគេ420 430អញ្ចឹងទៅព្រួយបារម្ភច្រើនលោកគ្រូព្រោះអីត្រូវឡើងដើមត្រូវអីសេដ្ឋកិច្ចវាធ្លាក់ទៅវាអត់មានលុយបង់អត់មានហើយបានផងលោកគ្រូបើសង្ឃឹមនឹងលពៅនឹងទៅពេលដល់លពៅនឹងធ្លាក់ចុះទៅអត់មានបានអីខែក្រោយនឹងបានសង្ឃឹមគាស់ដលងដើមដៃនឹងព្រោះមានឈ្មួញគេទិញទៅបានសង្ឃឹមគាស់ដលងនឹងបងអង្គការបុរសម្នាក់ទៀតនៅភូមិស្រយ៉ង់ខាងជើងដែរលោកវ៉ាន់ហៀងក៏សម្ដែងការព្រួយបារម្ភដូចគ្នានេះដោយសារតែគាត់បានខ្ចីលុយធនាគារចំនួន$8,000ប៉ុន្តែដំណាំចម្ការក្នុងឆ្នាំនេះលក់បានថោកពេកការត្អូញត្អែររបស់កសិករជាច្រើននៅឃុំស្រយ៉ង់ស្រុកគូលែននេះដោយសារតែបច្ចុប្បន្នភោគផលដំណាំដែលគេផលិតបានដូចជាផ្លែល្ពៅ1គីឡូក្រាមលក់បានថ្លៃតែ150ទៅ200រៀលដំឡូងជ្វា1គីឡូក្រាមលក់បានថ្លៃ600រៀលនិងត្រឡាច1គីឡូក្រាមថ្លៃ200រៀលជាដើមកាលពីថ្ងៃទី29ខែសីហាកន្លងទៅកសិករចំនួន166គ្រួសារនៅឃុំស្រយ៉ង់បានរួមគ្នាផ្តិតមេដាយធ្វើពាក្យស្នើសុំទៅអាជ្ញាធរស្រុកគូលែននិងខេត្តព្រះវិហារឲ្យជួយអន្តរាគមន៍ទៅធនាគារនិងមីក្រូហិរញ្ញវត្ថុឯកជនជាច្រើនស្ថាប័នឲ្យយោគយល់និងពន្យាពេលចំពោះការបង់រំលោះប្រាក់ដើមទៅឲ្យធនាគាររយៈពេល1ឆ្នាំសិនពីព្រោះតែជីវភាពកសិករកំពុងតែដុនដាបមេឃុំស្រយ៉ង់លោកប៉ែនឡាមឲ្យដឹងថាបច្ចុប្បន្ននៅឃុំស្រយ៉ង់ទាំងមូលគឺមានពលរដ្ឋរស់នៅជាង3000គ្រួសារក្នុងចំណោមពលរដ្ឋសរុបគឺប្រហែល 90% ជាអ្នកស្រែនិងចំការលោកប៉ែនឡាមបញ្ជាក់ទៀតថាក្នុងចំណោមកសិករទាំងនោះគឺប្រហែលជាង 1000 គ្រួសារបានខ្ចីលុយធនាគារនិងមីក្រូហិរញ្ញវត្ថុដើម្បីយកទៅទិញថ្នាំទិញជីនិងដីធ្លីជាដើមក៏ប៉ុន្តែឆ្នាំនេះដោយសារដំណាំធ្លាក់ថ្លៃហើយសណ្ដែកបាយក៏ត្រូវដង្កូវស៊ីបំផ្លាញជាដើមទើបធ្វើឲ្យពួកគាត់វាន់កនឹងបំណុលលោកមេឃុំស្រយ៉ង់ឲ្យដឹងថាក្នុងនាមលោកជាអាជ្ញាធរឃុំមិនប្រងើយកន្តើយចំពោះរឿងដែលកសិករស្នើសុំឲ្យជួយអន្តរាគមន៍ទៅធនាគារដើម្បីពន្យាការសងបំណុលនោះទេគឺគ្រាន់តែបានទទួលលិខិតពីប្រជាពលរដ្ឋភ្លាមក៏ធ្វើចំណាឲ្យបញ្ជូនបន្តទៅថ្នាក់ស្រុកគូលែនភ្លាមផលលំបាកគ្នាគ្រប់បែបគ្រប់យ៉ាងទាំងអស់ពាក់តាំងពីថ្លៃថ្នាំថ្លៃអីបងប្អូនប្រជាពលរដ្ឋយើងយកធនាគារអេស៊ីលដាធនាគារស្ថាបនាឬប្រសាអីជាច្រើនធនាគារអញ្ចឹងបងប្អូនប្រជាពលរដ្ឋមួយចំនួនហ្នឹងក៏បានទូធាបានរួចទៅតែភាគច្រើនគឺស្កកអស់ឬតែពូលខ្ញុំនៅក្នុងមូលដ្ឋាននឹងផ្ទាល់គឺថាយ៉ាប់មិនដឹងទៅធ្វើម៉េចលំបាកចាត់ជួសមុខដល់បងប្អូនមួយចំនួនដែលជួបការលំបាកហ្នឹងបាទអភិបាលរងស្រុកគូលែនទទួលបន្ទុកផ្នែកកសិកម្មលោកប៉ែនជឹងឲ្យដឹងថាលិខិតដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយអន្តរាគមន៍លើធនាគារនិងមីក្រូហិរញ្ញវត្ថុពន្យាពេលបង់រំលោះប្រាក់ដើមនោះគឺអភិបាលស្រុកបញ្ជូនបន្តទៅខេត្តព្រះវិហារដើម្បីឲ្យថ្នាក់ខេត្តជជែកជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួនដើម្បីឲ្យបន្ធូរបន្ថយការទារបំណុលនេះលោកអភិបាលរងស្រុកបញ្ជាក់ទៀតថារយៈពេល 2-3 ថ្ងៃមកនេះអាជ្ញាធរស្រុកគូលែនក៏បានអញ្ជើញតំណាងសាខាធនាគារនិងមីក្រូហិរញ្ញវត្ថុខ្លះនៅស្រុកដូចជាប្រសាហត្ថាកសិករនិងស្ថាបនាជាដើមមកជជែកដើម្បីសុំការយោគយល់ក្នុងការទារបំណុលពីកសិករជាច្រើនដែលកំពុងជួបប្រទះលើបញ្ហាជីវភាពយ៉ាងខ្លាំងនោះខ្ញុំជឿថាថ្នាក់លើយល់ព្រមគាត់ថាការដោះស្រាយហ្នឹងឲ្យតាមចិត្តពួកគាត់មិនទាន់បានហ្នឹងណាបងព្រោះការដាក់ហ្នឹងថ្មីនឹងឯងពីសប្តាហ៍មុនហើយការតាក់ទង
ទៅថ្នាក់លើហ្នឹងក៏តែរៀងយឺតយ៉ាវបន្តិចព្រោះដាក់ពាក្យមកភ្លាមបងអាបាលគាត់ធ្វើលិខិតជូនដល់ខេត្តភ្លាមហើយមកក៏បានកោះពីក្រអញពួកទាំងម៉ាននោះមកជួគាត់ដល់សំខ្លះដែរព្រោះមិញថាក្នុងប្រជុំសម្រាប់យ៉ាងណានោះវានៅដូចជាវានៅដដែលរងចាំថ្នាក់លើទាំងអស់គ្នាដែរអាជ្ញាធរស្រុកគូលែនរួមទាំងប៉ូលីសនៃអធិការដ្ឋានផងបានលើកទឹកចិត្តឲ្យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅក្នុងស្រុកនេះផ្ដល់ការអនុគ្រោះចំពោះកសិករជាច្រើនដែលស្នើសុំឲ្យពន្យាការបង់រំលោះប្រាក់ដើមមួយរយៈប្រសិនបើធនាគារឬក៏មីក្រូហិរញ្ញវត្ថុណាមិនយោគយល់ហើយព្យាយាមចង់រឹបអូសយកផ្ទះសម្បែងឬក៏ដីចម្ការពីកសិករទាំងនោះគឺអាជ្ញាធរនឹងមិនចូលរួមអនុវត្តជាមួយទេខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបខ្ញុំបាទលេងម៉ាលីសូមជម្រាបសួរលោកអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីបាទការចុះឈ្មោះពលរដ្ឋសម្រាប់ធ្វើបញ្ជីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬកោជបថ្មីបានប្រព្រឹត្តទៅអស់រយៈពេល12ថ្ងៃហើយចាប់តាំងពីថ្ងៃទី1កញ្ញាមកមន្ត្រីកោជបឲ្យដឹងថារហូតមកដល់ពេលនេះមានពលរដ្ឋមកចុះឈ្មោះបានជិត2លាននាក់ហើយប្រជាពលរដ្ឋនៅតែបន្តមកចុះឈ្មោះបន្តទៀតដើម្បីឲ្យមានសិទ្ធិបោះឆ្នោតនាពេលខាងមុខតើដំណើរការចុះឈ្មោះបោះឆ្នោតនេះប្រព្រឹត្តទៅមានបញ្ហាឬការវិវត្តដូចម្តេចខ្លះបាទសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាកិច្ចពិភាក្សានៅក្នុងនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្រោមប្រធានបទស្ដីពីការវិវត្តជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតនៅយប់ថ្ងៃអង្គារទី13កញ្ញាចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះម៉ោងនៅកម្ពុជាសូមអរគុណបាទលោកនាងកញ្ញាជាទីមេត្រីជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានបញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃច័ន្ទប្រមានគណៈបកប្រឆាំងថាលោកនឹងមិនអនុញ្ញាតឲ្យគណៈបកសង្គ្រោះជាតិប្រមូលផ្ដុំធ្វើមហាបាតកម្មនោះទេសារព័ត៌មាន Fresh News កាលពីថ្ងៃច័ន្ទម្សិលមិញបានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាគម្រោងធ្វើមហាបាតកម្មនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជននិងប្រទេសជាតិការប្រមាននេះបន្ទាប់ពីគណៈបកសង្គ្រោះជាតិប្រកាសត្រៀមធ្វើមហាបាតកម្មដើម្បីទាមទារឲ្យបរិយាកាសនយោបាយប្រក្រតីឡើងវិញនិងធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងស្មើភាពគ្នាការប្រកាសជំហររបស់គណៈបកសង្គ្រោះជាតិនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានក្រោយពីមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណៈបកកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាលទ្ធផលនៃកិច្ចប្រជុំដដែលនេះក៏បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សានិងរៀបចំផែនការក្នុងការធ្វើមហាបាតកម្មនេះទោះយ៉ាងណាក្តីគណៈបកនេះមិនទាន់ប្រកាសជាក់លាក់ថាមហាបាតកម្មនោះនឹងធ្វើឡើងនៅថ្ងៃណាឬនៅកន្លែងណាមួយច្បាស់លាស់នៅឡើយទេពាក់ព័ន្ធនឹងគម្រោងធ្វើមហាបាតកម្មនេះដែរលោកហ៊ុនសែនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនិងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិដែលលោកហ៊ុនសែនហៅថាជាមហាបាតកម្មខុសច្បាប់សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីសម្រេចលេខ728ស្តីពីប្រជាធិបតេយ្យសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាសេចក្តីសម្រេចលេខ728នេះធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយនិងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជាហើយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយគោរពសេរីភាពខាងសារព័ត៌មានសិទ្ធិនៅក្នុងការជួបប្រជុំការធ្វើបាតកម្មការហ៊ាននិយាយរិះគន់រដ្ឋាភិបាលនិងគាំទ្រការកែតម្រង់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅឆ្នាំ2017និងឆ្នាំ2018ដោយមានការចូលរួមអ្នកអង្គការពីសហគមន៍អន្តរជាតិព្រះសង្ឃខ្មែរក្រោមនិងមន្ត្រីសហព័ន្ធខ្មែរក្រោមពិភពលោកបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនានៅទីស្តីការក្រសួងការបរទេសក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកព្រះតេជគុណកឹមមឿនមានថេរដីកាថាគោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីប្រាប់មន្ត្រីការបរទេសសហរដ្ឋអាមេរិកឲ្យបានដឹងអំពីការធ្វើទុកបុកម្នេញដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាមក្រមសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជំរុញឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនិងការប្រតិបត្តិជំនឿសាសនា
ក្រុមយុវជនគណៈបកសង្គ្រោះជាតិកំពុងប្តឹងផ្តល់គ្នាទៅវិញទៅមកជាមួយនឹងអាជ្ញាធរក្រុងសៀមរាបក្នុងពេលដែលដំណើរការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីកោជបថ្មីបានប្រព្រឹត្តទៅអស់រយៈពេល12ថ្ងៃមកហើយនោះលោកអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមគោរពជូនពរដល់អស់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើននេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានព្រៃឈើនិងសត្វព្រៃព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់នោះខ្ញុំយ៉ងច័ន្ទតារាអាស៊ីសេរីភ្នំពេញបាទលោកនាងកញ្ញាជាទីមេត្រីពីខេត្តបន្ទាយមានជ័យឯនោះវិញប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ60នាក់តំណាងឲ្យ195គ្រួសារនៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី12ខែកញ្ញាបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាក្រុងទាមទារឲ្យអាជ្ញាធរជួយដោះស្រាយចំនួនជូនពួកគាត់ឲ្យបានឆាប់បាទលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះក្រុមអ្នកតវ៉ាបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែតលើកឡើងថាអាជ្ញាធរក្រុងហាក់គ្មានចេតនាជួយដោះស្រាយចំនួនដីធ្លីជូនពួកគាត់នោះឡើយតំណាងពលរដ្ឋតវ៉ាម្នាក់រស់នៅសង្កាត់ប៉ោយប៉ែតលោកជាសុថាប្រាប់អាស៊ីសេរីតាមទូរស័ព្ទនៅថ្ងៃទី12កញ្ញាថាពួកគាត់ប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែតនេះដើម្បីតាមដាននៅលទ្ធផលនៃការដោះស្រាយពីសំណាក់អាជ្ញាធរក្រុងលោកអះអាងថាកាលពីថ្ងៃទី10កញ្ញាកន្លងទៅអាជ្ញាធរក្រុងនិងមន្ត្រីពាក់ព័ន្ធបានចុះទៅដល់ទីតាំងទំនាស់នៅភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតហើយបានសន្យាជាមួយពួកគាត់ថានឹងដោះស្រាយជូនពួកគាត់នៅសាលាក្រុងនៅថ្ងៃទី12កញ្ញាលោកបញ្ជាក់ថាអាជ្ញាធរក្រុងពុំបានគោរពតាមការសន្យារបស់ខ្លួនឡើយអានឹងដល់ពេលយើងនិយាយទៅជាពលរដ្ឋនឹងគាត់ខឹងហ្មងគាត់ឈឺចាប់គាត់ថាបើមិនដោះស្រាយហើយឯងបានជាណាប្រជាពលរដ្ឋឲ្យមកជួបថានិយាយគ្នាដើម្បីដោះស្រាយលុបចោលកសិកម្មហ្នឹងឈប់ឲ្យមកយាយីដល់ប្រជាពលរដ្ឋ195ហ្នឹងនៅក្នុងភូមិទួលប្រាសាទឆ្លើយតបនឹងការតវ៉ានេះអភិបាលរងក្រុងប៉ោយប៉ែតលោកនងធឿនមានប្រសាសន៍យ៉ាងខ្លីដោយលោកជំរុញឲ្យទៅសួរលោកអភិបាលក្រុងប៉ោយប៉ែតដែលលោកថាជ្រាបច្បាស់លើការងារនេះបងចេះខ្ញុំមកប្រជុំនៅពេញដល់ចឹងប្រជុំចឹងមកបាននៅកន្លែងនេះខ្ញុំមកជុំឯកកម្មមកប្រជុំនៅពេញបងដល់ចឹងខ្ញុំជាជាងគាត់ទៅបងព័ត៌មានគាត់នឹងបានច្បាស់អាស៊ីសេរីពុំអាចតាក់ទងអភិបាលក្រុងប៉ោយប៉ែតលោកងៅមេងជ្រុញដើម្បីសូមអធិប្បាយជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី12កញ្ញាទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកស៊ុំចង្គៀកក៏សម្គាល់ថាករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ195គ្រួសារជាមួយសមាគមអភិវឌ្ឍកសិកម្មជាតិបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយដោយពុំមានអាជ្ញាធរណាចុះដោះស្រាយជូនពួកគាត់នោះទេលោកបញ្ជាក់ថាការដោះស្រាយកន្លងមកអាជ្ញាធរក្រុងប៉ោយប៉ែតច្រើនឆ្លើយតបជាមួយពលរដ្ឋថានឹងដោះស្រាយដើម្បីជាលេសយករួចខ្លួនជាប្រចាំបាទយើងអស់សង្ឃឹមយ៉ាងខ្លាំងទៅលើអភិបាលក្រុងប៉ោយប៉ែតដែលទុកទំនាស់ចោលជាច្រើនដែលប្រជាពលរដ្ឋគាត់តែងតែធ្វើការតវ៉ាដាក់បណ្ដាសាផងជីបតិចផងតវ៉ាសុំឲ្យដោះស្រាយផងតាមសម្រួលផងយើងឃើញមានគ្រប់រសជាតិទាំងអស់ដែលកើតឡើងនៅចំណុចក្រុងនឹងហាក់ដូចជាអភិបាលក្រុងគ្មានឆ្អាលគ្មានគិតគ្មានគូដល់ប្រជាពលរដ្ឋអ្វីបន្តិចសោះមកអ្នកភូមិអះអាងថាផ្ទៃដីទំហំជាង34ហិកតានៅភូមិច័ន្ទគិរីនិងភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យអ្នកភូមិចាប់ផ្ដើមមានទំនាស់ជាមួយសមាគមអភិវឌ្ឍកសិកម្មជាតិតាំងពីឆ្នាំ2002មកមិនទាន់ដោះស្រាយបាននៅឡើយពលរដ្ឋបញ្ជាក់ថាកាលពីថ្ងៃទី10កញ្ញាឆ្នាំ2016ពួកគាត់បានទប់ស្កាត់គ្រឿងចាក់ដែលឈូសឆាយនៅតំបន់ដីចំនួននោះហើយអាជ្ញាធរក្រុងបានចុះទៅសម្រួលដល់ទីកន្លែងដោយប្រាប់ពួកគាត់ឲ្យមកដោះស្រាយនៅសាលាក្រុងវិញបន្ទាប់ពីការតវ៉ានៅព្រឹកថ្ងៃទី12កញ្ញាដដែលអាជ្ញាធរក្រុងបានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ាចូលជួបពិភាក្សានៅសាលប្រជុំសាលាក្រុងប៉ុន្តែពុំបានដោះស្រាយអ្វីជូនពួកគាត់នោះទេក្រុមអ្នកតវ៉ាបញ្ជាក់ថាពួកគាត់នឹងតវ៉ាជាថ្មីទៀតក្នុងពេលឆាប់ៗខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងសាលាក្តីខ្មែរក្រហមផ្សាយព័ត៌មានកាលពីថ្ងៃទី12ខែកញ្ញាថារដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់វិភាគទានជាទឹកប្រាក់ចំនួន$50,000សហរដ្ឋអាមេរិកដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមបូករួមទាំងវិភាគទានថ្មីនេះ
រដ្ឋាភិបាលឥណ្ឌាបានផ្ដល់ជំនួយហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហមចំនួន$1.50 ហើយចាប់តាំងពីសាលាក្តីកូនកាត់មួយនេះចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ2006មកជារៀងរាល់ឆ្នាំភាគីជាតិនៃសាលាក្តីខ្មែរក្រហមតែងតែជួបប្រទះការអស់សាច់ប្រាក់សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីនិងចៅក្រមនិងបុគ្គលិករបស់ខ្លួននៅឆ្នាំ2016នេះមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេតភក្ត្រាបញ្ជាក់ថាខាងភាគីជាតិនៅខ្វះសាច់ប្រាក់$70,000សហរដ្ឋអាមេរិកទៀតដើម្បីទ្រទ្រង់កិច្ចដំណើរការជំនុំជម្រះក្តីរហូតដល់ចុងឆ្នាំដោយឡែកថវិកាទ្រទ្រង់កិច្ចដំណើរការជំនុំជម្រះក្តីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសម្រាប់ឆ្នាំ2017នៅមិនទាន់មានប្រទេសម្ចាស់ជំនួយមួយណាសន្យាផ្ដល់វិភាគទាននៅឡើយទេចាប់តាំងពីឆ្នាំ2006រហូតមកដល់ពេលនេះសាលាក្តីខ្មែរក្រហមចំណាយថវិកាអស់ជាង$260 លានសហរដ្ឋអាមេរិកហើយក្នុងការជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿងលេខ001និង002វគ្គ1និងវគ្គទី2សាលាក្តីខ្មែរក្រហមបានបញ្ចប់ការជំនុំជម្រះសំណុំរឿងលេខ001ដោយផ្ដន្ទាទោសអតីតប្រធានមន្ត្រីស21ដែលគេហៅថាគុកទួលស្លែងគឺលោកកាំងកិច្ចអេហៅដូចឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី7ខែសីហាឆ្នាំ2014អង្គជំនុំជម្រះសាលាដំបងបញ្ចប់កិច្ចដំណើរការជំនុំជម្រះវគ្គ1នៃសំណុំរឿងលេខ002ឬហៅថាសំណុំរឿង002វគ្គ1ដោយផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនួនជានិងខៀវសំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរសំណុំរឿង002វគ្គ2ជនជាប់ចោទទាំងពីរត្រូវបានតុលាការរកឃើញថាមានកំហុសក្នុងបទចោទអំពីការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៅខេត្តពោធិ៍សាត់និងការជំលះប្រជាជនដោយបង្ខំលោកនួនជាអតីតជាអនុលេខាធិការបកកុម្មុយនីសកម្ពុជាហើយលោកខៀវសំផនអតីតជាប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ1975ដល់ឆ្នាំ1979ជនជាប់ចោទបានប្តឹងសាលទុកទៅតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបងថាមានកំហុសនីតិវិធីអង្គជំនុំជម្រះតុលាការកំពូលនឹងប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាលទុកក្នុងសំណុំរឿង002វគ្គ1របស់ជនជាប់ចោទទាំងពីរនៅថ្ងៃពុធទី23ខែវិច្ឆិកាឆ្នាំ2016នេះបច្ចុប្បន្ននេះសាលាក្តីខ្មែរក្រហមក៏កំពុងដំណើរការជំនុំជម្រះលោកនួនជានិងខៀវសំផនក្នុងសំណុំរឿង002វគ្គ2បន្តទៀតតាក់ទងនឹងបទចោទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាមដោយមិនរាប់បញ្ចូលនៅឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តឡើងដោយកងទ័ពបដិវត្តន៍កម្ពុជាទៅលើដែនដីវៀតណាមនោះឡើយការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរំលោភសេពសន្តិវៈនៅទូទាំងប្រទេសព្រមទាំងការបោះសម្អាតផ្ទៃក្នុងបាទលោកនាងកញ្ញាជាទីមេត្រីជនរងគ្រោះក្នុងករណីបណ្ដឹងពីបទឆបោកប្រាក់$1 លានសហរដ្ឋអាមេរិកបន្តស្វែងរកយុត្តិធម៌នៅតុលាការសហរដ្ឋអាមេរិកបើទោះបីចុងចោតម្នាក់បានធ្វើអត្តឃាតក៏ដោយវិជ្ជបណ្ឌិតទណ្ឌពេទ្យអ្នកស្រីអេងគង់លីបានបញ្ជាក់ប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទម្សិលមិញថាជនជាប់ចោតម្នាក់ក្នុងចំណោម4នាក់គឺលោក William Noche អាយុ59ឆ្នាំបានធ្វើអត្តឃាតកាលពីចុងសប្តាហ៍មុនអ្នកស្រីបន្តថាការបាញ់សម្លាប់ខ្លួនឯងនេះសបញ្ជាក់ថាជនជាប់ចោតបារម្ភពីទោសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តខ្ញុំគិតថាជាសញ្ញាវិជ្ជមានមួយសម្រាប់ខ្ញុំដែលគាត់ពិតជាទទួលដឹងឮថាខ្លួនគាត់នឹងមានទោសព្រហ្មទណ្ឌចាអញ្ចឹងទោះបីម្នាក់ស្លាប់ក៏ដោយបើមិនខ្ញុំអត់ប្តឹងបន្តខ្ញុំឈប់ពាក់កណ្ដាលទីខ្ញុំអត់ដឹងថាអ្វីដែលគាត់កំពុងប្តឹងខ្ញុំនៅស្រុកខ្មែរហ្នឹងឬនឹងទៅជាបែបម៉េចទេអញ្ចឹងខ្ញុំត្រូវតែប្តឹងរហូតដល់ទីបញ្ចប់ខ្ញុំបាត់ប្រាក់ដែល invest ហ្នឹង$1 លានពីមុនឡើយខ្ញុំចង់បានប្រាក់ជាជំងឺចិត្តតែឥឡូវហ្នឹងខ្ញុំចង់បានភាពយុត្តិធម៌ជាចម្បងជំងឺចិត្តហ្នឹងលែងគិតលែងអីហើយលុយទៅលែងគិតដែរធ្វើឲ្យមានភាពយុត្តិធម៌សម្រាប់ខ្លួនខ្ញុំចង់បានបញ្ចប់ខេសហ្នឹងដោយភាពយុត្តិធម៌ខ្ញុំត្រូវការតែប៉ុណ្្នឹងឯងចាលោក William Noche គឺជាអតីតមេធាវីជាសហគ្រិននិងជាសមាជិកសភាពីខាងគណៈបក្សសាធារណរដ្ឋប្រចាំរដ្ឋញូវយ៉កលោក William Noche និងជនជាប់ចោទ3នាក់ទៀតរួមមានលោកស៊ីវស៊ីចាន់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard San ពាណិជ្ជករខ្មែរអាមេរិកាំងនៅរដ្ឋកាលីហ្វ័រញ៉ានិងពាណិជ្ជករមួយរូបទៀតពីរដ្ឋតិចសាសគឺលោក Thomas William អ្នកទាំង4នាក់នោះបានរួមគ្នាបង្កើតក្រុមហ៊ុនមួយឈ្មោះ Akra ដើម្បីរកទីផ្សារលក់និងបង្កើនផលិតផលកសិកម្មពីប្រទេសកម្ពុជាមកសហរដ្ឋអាមេរិក
តុលាការក្រុងភ្នំពេញនឹងបើកសវនាការក្នុងរឿងនេះនៅថ្ងៃទី27ខែកញ្ញាខាងមុខនេះបាទលោកនាងកញ្ញាជាទីមេត្រីទូរទស្សន៍អាស៊ីសេរីចាប់ផ្ដើមផ្សាយផ្ទាល់ពីម៉ោង 8:35 នាទីដល់ម៉ោង 9:05 នាទីយប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រលោកនាងអាចទស្សនាការផ្សាយរបស់យើងខ្ញុំតាមរយៈបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន facebook.com/rfa cambodia និង YouTube www.youtube.com/rfa khmer video ប្រសិនបើលោកនាងខកខានមិនបានទស្សនាការផ្សាយផ្ទាល់នេះទេអវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងកញ្ញាជាទីមេត្រីអាជ្ញាធរខេត្តកណ្ដាលនៅមិនទាន់កំណត់ម្ចាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅស្រុកកធំថាជាជនជាតិណានោះទេរហូតមកត្រឹមថ្ងៃទី12ខែកញ្ញានេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលលោកអ៊ីវចម្រើនតាមបណ្ដាញទំនាក់ទំនងសង្គម WhatsApp ស្នងការរូបនេះបញ្ជាក់ថាក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថាម្ចាស់អត្តសញ្ញាណប័ណ្ណជិត50សន្លឹកនៅមិនទាន់បញ្ចប់ការស្រាវជ្រាវរបស់ខ្លួននោះទេកាលពីដើមខែកញ្ញានេះអធិការនគរបាលស្រុកកោះធំលោកឈឿនប៊ុនឆនបានរកឃើញអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីដែលមានភាពមិនប្រក្រតីជិត50សន្លឹកដែលសង្ស័យថាម្ចាស់អត្តសញ្ញាណប័ណ្ណទាំងនេះមិនមែនជាជនជាតិខ្មែរក្រោយមានការសង្ស័យនេះលោកបានប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីបង្កើតក្រុមអធិការកិច្ចចុះពិនិត្យលើភាពមិនប្រក្រតីនេះយោងតាមច្បាប់សញ្ជាតិខ្មែរកំណត់ថាជនបរទេសរស់នៅកម្ពុជាពុំមានសិទ្ធិកាន់កាប់និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេលុះត្រាតែបុគ្គលនោះបានទទួលសញ្ជាតិខ្មែរផ្លូវការតាមរយៈសញ្ជាតិតូបនីយកម្មជាដើមដែលមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រនៅក្នុងករណីដែលពុំមានការទទួលស្គាល់ដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រទេបុគ្គលដែលកាន់កាប់និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំចំណែកមន្ត្រីខ្មែរដែលចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសរូបនោះក៏ត្រូវផ្តន្ទាទោសដូចគ្នាដែរព្រះសង្ឃខ្មែរក្រោមនិងមន្ត្រីសហព័ន្ធខ្មែរក្រោមពិភពលោកបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនានៅទីស្តីការក្រសួងការបរទេសក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកព្រះតេជគុណកឹមមឿនមានថេរដីកាថាគោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីប្រាប់មន្ត្រីការបរទេសសហរដ្ឋអាមេរិកឲ្យបានដឹងអំពីការធ្វើទុកបុកម្នេញដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាមក្រមសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជំរុញឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនិងការប្រតិបត្តិជំនឿសាសនាពួកហ្នឹងអាត្មានឹងរាយការណ៍អំពីស្ថានភាពនៃគុណថៃធឿនហើយនឹងនៃគុណលាវនីហើយនឹងទឹក2នាក់ហើយនឹងបងប្អូនខ្មែរកម្ពុជាក៏មួយចំនួនដែលធ្លាប់តែរងទុក្ខបុកម្នេញដោយរដ្ឋាភិបាលយួនធ្វើមកលើដូចជាមានទឹកលីចិន្តាជាដើមពួកកាលពីឆ្នាំ2012 2013កន្លងហ្នឹងរដ្ឋាភិបាលយួនហ្នឹងបានចាប់មិនដំបូងចាប់ទឹកលីចិន្តាដោយសារតែលោកបង្ហាត់បង្រៀនអក្សរខ្មែរដល់កុមារាកុមារីក្រៅពីព្រះតេជគុណកឹមមឿនអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោកប្រាក់សេរីវត្តក៏បានមកជួបពិភាក្សាដែរដើម្បីថ្លែងអំពីទុក្ខលំបាករបស់ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមអាស៊ីសេរីនៅមិនទាន់បានទទួលលទ្ធផលជាផ្លូវការនៅឡើយពីជំនួបនេះកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាអាស៊ីសេរីសមត្ថកិច្ចនៅមិនទាន់អាចវេចមុខជនដៃដល់ដែលបង្កការបំផ្ទុះគ្រាប់បែកនៅកណ្ដាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី6ខែកញ្ញានៅឡើយទេអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្របានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី12ខែកញ្ញាថាសមត្ថកិច្ចនៅពុំទាន់មានតម្រុយអ្វីថ្មីចំពោះករណីនេះនៅឡើយលោកថាសមត្ថកិច្ចកំពុងតែបន្តតាមដាននិងស៊ើបអង្កេតលើករណីនេះតែទោះយ៉ាងណាលោកថាសមត្ថកិច្ចប្រមូលបានវីដេអូច្រើនពីផ្ទះប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះដើម្បីជាទុនដល់ការស៊ើបអង្កេតបន្តទៀតវាមានចេះវាមានខាងមានវីដេអូខ្លះមើលទៅដូចជាមនុស្សចោលទៅរកចូលក្នុងផ្ទះណាមួយប៉ុន្តែយើងវាមិនទាន់ច្បាស់ហ្នឹងដល់ខ្លះឃើញអាម៉ូតូ2ហ្នឹងទៅធ្លាក់ក្របនៅហ្នឹងឡានមកចែកបាត់ក្រាំងណាមួយប៉ុន្តែវីដេអូខ្លះទៀតឃើញមានអ្នកកវែងពីនៅខាងម៉ូតូ2នៅក្បែរទៅធ្លាក់នៅមុខនឹងក្រោយហ្នឹងវាពីយើងកំពុងធ្វើការហ្នឹងទាំងបុថាទាំងរបបទៀតករណីបំផ្ទុះគ្រាប់បែកនៅលើកំណត់ផ្លូវលេខ163ក្នុងសង្កាត់បឹងកេងកង3ខណ្ឌចំការមនកាលពីថ្ងៃទី6ខែកញ្ញាបានបណ្ដាលឲ្យមនុស្សចំនួន4នាក់រងរបួសនិងរថយន្ត3គ្រឿងរងការខូចខាត
ក្រសួងមហាផ្ទៃប្រកាសថ្កោលទោសចំពោះសកម្មភាពបំផ្ទុះគ្រាប់បែកនេះដែលក្រសួងចាត់ទុកថាជាចេតនាបង្កអសន្តិសុខដល់សង្គមពលករនិងពលការិនីនៅខេត្តក្រចេះ22នាក់ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានវិលមកដល់ផ្ទះវិញហើយកាលពីថ្ងៃទី9ខែកញ្ញាបន្ទាប់ពីមានការអន្តរាគមន៍សង្គ្រោះពីក្រសួងការបរទេសនិងអង្គការមិនមែនរដ្ឋាភិបាលក្រុមពលករទាំងនោះត្អូញត្អែថាពួកគេប្រថុយឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់នេះដោយសារតែជីវភាពខ្វះខាតនិងជំពាក់បំណុលគេលំបាកនឹងរើបំរាស់បាទលោកម៉ែនសទ្ធីរាយការណ៍ជុំវិញរឿងនេះក្រុមពលករនៅភូមិឈើទាលភ្លោះក្រោមឃុំកញ្ឈរស្រុកឆ្លងខេត្តក្រចេះឲ្យដឹងនៅថ្ងៃទី12កញ្ញាថាពួកគេត្រូវបានមេខ្យល់កេញប្រវ័ញ្ចកម្លាំងពលកម្មធ្វើទុកបុកម្នេញជាប់ពន្ធនាគារនិងហូបចុកមិនគ្រប់គ្រាន់នៅគ្រាដែលពួកគេទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីរយៈពេលជាង2ខែចាប់តាំងពីដើមខែកក្កដាឆ្នាំ2016ពលករម្នាក់ក្នុងចំណោមពលករជាច្រើនទៀតរស់នៅឃុំកញ្ជើស្រុកឆ្លងលោកលួនម៉ារិតរៀបរាប់ថាពួកគេសម្រេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយជឿពាក្យលួងលោមរបស់មេខ្យល់ដោយសន្យាថាអាចរកប្រាក់ចំណូលបានសមរម្យតែផ្ទុយទៅវិញពួកគេត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្មសមត្ថកិច្ចតាមចាប់ខ្លួននិងរស់នៅដោយការភ័យខ្លាចលើពីនេះពួកគេបានជាប់គុក1ខែ3ថ្ងៃក្នុងស្ថានភាពរស់នៅចង្អៀតណែននិងអាហារហូបចុកមិនគ្រប់គ្រាន់តែខ្ញុំយើងថាយើងគ្រុនយើងជួយយើងសុំជួបបានគេថាយើងធ្វើពុតចឹងឲ្យធ្វើការរហូតហើយមួយថ្ងៃ8ម៉ោងចូលរហូតបាទចូលមកយើងទៅប្រគុណទៅចឹងហ្នឹងក៏គេតាមហៅវិញគេថាយើងពលករនីរស់នៅភូមិឈើទាលភ្លោះក្រោមឃុំកញ្ឈរលោកស្រីឯកសុកឡាក់ឲ្យដឹងថាការសម្រេចចិត្តវិលមកផ្ទះនេះដោយសារពួកគេស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យសមាជិកម៉ាឡេស៊ីចាប់ខ្លួននៅគ្រាពួកគេពុំមានលិខិតឆ្លងដែនលោកស្រីបន្តថាពួកគាត់បង្ខំចិត្តទៅធ្វើការខុសច្បាប់នេះដោយសារជំពាក់បំណុលគេច្រើននិងជីវភាពក្រីក្រខ្ញុំទៅសាក់ទេខ្ញុំទៅនឹងមកនេះខាងបានលុយសងទៅដល់សល់ទៅយើងធ្វើអីទៀតទៅរៀងហើយឈប់ហើយឡែងទៅគេហៅតាណាគាត់ទៅនៅស្រុកសុខមួយថ្ងៃទៅមួយថ្ងៃទៅឆ្លើយតបរឿងនេះអភិបាលស្រុកឆ្លងលោកហេងសុផាមានប្រសាសន៍ថាបន្ទាប់ពីអាជ្ញាធរស្រុកទទួលដំណឹងនេះលោកបានរាយការណ៍ទៅអាជ្ញាធរខេត្តដើម្បីរៀបចំរបាយការណ៍ស្នើឲ្យក្រសួងពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះលោកថាអាជ្ញាធររដ្ឋាភិបាលបានសហការជាមួយមន្ត្រីការងារខេត្តក្រចេះជួយរកមធ្យោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលករពលការិនីទាំងនោះដែលមានលទ្ធភាពឲ្យពួកគាត់អាចធ្វើការងារក្នុងស្រុកបានព្រមទាំងស្វែងរកចំនួនមនុស្សធម៌មួយចំនួនជួយដល់ពួកគេយើងបានឲ្យកម្លាំងសមត្ថកិច្ចរបស់យើងនឹងសួរនាំគាត់អំពីសាវតាស្អីគាត់ហ្នឹងហើយយើងនឹងក៏កំពុងតែទំនាក់ទំនងគ្នាជាមួយនឹងក្រុមការងារក៏ដូចជាកាកបាទក្រុមដើម្បីប្រយជំនួយសង្គ្រោះជូនគាត់បឋមសិនយើងនឹងខិតខំព្យាយាមបណ្ដុះបណ្ដាលគាត់ដើម្បីឲ្យគាត់ទទួលបាននូវវិជ្ជាជីវៈមួយជាវិជ្ជាជីវៈជំនាញដែលឲ្យគាត់អាចធ្វើកិច្ចការនៅក្នុងស្រុកទាំងបានអាស៊ីសេរីមិនអាចចាត់តងអ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលោកជុំសន្តិរីដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី12កញ្ញាប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យមើលឃើញថាពលករធ្វើការនៅក្រៅប្រទេសច្រើនជួបបញ្ហាប្រឈមច្រើនផ្នែកសង្គមដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្មហូបចុកមិនគ្រប់គ្រាន់ជាពិសេសការអនុវត្តច្បាប់លោកថាអាជ្ញាធររដ្ឋាភិបាលត្រូវរកមធ្យោបាយជួយសម្រាលជីវភាពអន្តរកាលដល់ពួកគាត់នៅពេលដែលគាត់មកដល់ស្រុកកំណើតវិញដូចជាការបណ្ដុះស្មារតីប្រយោជន៍ដើម្បីស្ដារសតិផ្លូវចិត្តពួកគាត់ឡើងវិញនឹងមួយហើយមួយទៀតជាបរិបទហ្នឹងសូមចេះតែជឿតាមមេខ្យល់ហ្នឹងត្រូវតែចេះពិចារណាហើយចំណុចណាដែលសង្ស័យហ្នឹងគួរតែវិគ្រោះយោបល់ជាមួយអាជ្ញាធរជាមួយមិត្តភក្តិអីបានច្រើនដើម្បីបង្ការចាញ់បោកបើមិនជាបរិបទអាហ្នឹងគេយកទៅជួញដូរកម្លាំងពលកម្មបណ្ឌរីអាចធំនឹងការជួញដូរផ្លូវពេទ្យឬក៏ការធ្វើទុកបុកម្នេញឬក៏អាចឈានទៅដល់អានេះអ្នកខ្លះមកដល់ប្រទេសកម្ពុជាវិញហ្នឹងស្ទើរតែខ្លាយទៅជាជនពិការផងនៅខេត្តក្រចេះពលករពលការិនីដែលអាជ្ញាធររដ្ឋាភិបាលបានជួយសង្គ្រោះមកស្រុកកំណើតវិញចាប់ពីដើមខែកញ្ញានេះមានចំនួន22នាក់ក្នុងនោះ18នាក់រស់នៅស្រុកឆ្លងម្នាក់រស់នៅស្រុកស្នួលនិង3នាក់ទៀតរស់នៅស្រុកព្រែកប្រសពខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងសហគមន៍ក្រីក្រចំនួន50នៅក្នុងទីក្រុងភ្នំពេញបានចូលរួមវេទិកាតាក់ទងនឹងការរំលោភសិទ្ធិដីធ្លីក្នុងវេទិកាកាលពីថ្ងៃច័ន្ទទី12ខែកញ្ញានោះតំណាងសហគមន៍ចូលរួមជជែកពិភាក្សានិងលើកឡើងពីបញ្ហាផ្សេងៗតាក់ទងនឹងការរំលោភដីធ្លីដែលពួកគាត់កំពុងជួបប្រទះក្រោមក្តីសង្ឃឹមថាការព្រួយបារម្ភរបស់ពួកគាត់នឹងមានគេជួយដឹងឮហើយជួយរកដំណោះស្រាយសមស្របសម្រាប់ពួកគាត់បាទលោកស៊ុនហេងមានសេចក្តីរាយការណ៍ជុំវិញរឿងនេះ
វេទិកាស្ដីពីសេរីភាពបញ្ចេញមតិនិងការអភិវឌ្ឍទីក្រុងដែលមានការចូលរួមពីសហគមន៍ក្រីក្រត្រូវបានរៀបចំឡើងដោយសមាគមធាងថ្នោតដើម្បីផ្ដល់ឱកាសឲ្យតំណាងសហគមន៍ដែលរងផលប៉ះពាល់ដោយការរំលោភសិទ្ធិដីធ្លីបានចូលទៅបង្ហាញពីទុក្ខលំបាករបស់ពួកគាត់និងស្វែងរកដំណោះស្រាយជាមួយសង្គមស៊ីវិល ពួកខ្ញុំនេះនៅជួយដំណើរក្នុងកំណត់យកដីពួកខ្ញុំនឹង You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក ពីរដ្ឋធានី Washington ខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រី ខ្ញុំបាទសេកបណ្ឌិតក៏សូមជម្រាបសួរអស់លោកអ្នកកញ្ញាទាំងអស់ជាទីគោរពរាប់អាន យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ 12 កើតខែភទ្របទឆ្នាំវកអត្តស័កពុទ្ធសករាជ 2560 ដែលត្រូវនៅថ្ងៃទី 13 ខែកញ្ញាគ្រិស្តសករាជ 2016 បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃ សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានកិច្ចប្រជុំពិភាក្សាអនុម័តលើសេចក្តីសម្រេចលេខ 728 ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា លោកហ៊ុនសែនបញ្ជាឲ្យក្រសួងមហាផ្ទៃនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតុកម្មរបស់គណបកសង្គ្រោះជាតិ ក្រុមយុវជនគណបកសង្គ្រោះជាតិចោទប្រកាន់អភិបាលក្រុងសៀមរាបថាបានរារាំងពួកគេមិនឲ្យផ្សព្វផ្សាយពីយុទ្ធនាការចុះឈ្មោះបោះឆ្នោត សហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ខ្មែរក្រោមរួមនឹងព័ត៌មានមួយចំនួនទៀត ជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដា សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីសម្រេចលេខ 728 ស្តីពីប្រជាធិបតេយ្យសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាកាលពីថ្ងៃច័ន្ទទី 12 ខែកញ្ញា សេចក្តីសម្រេចលេខ 728 នេះធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយនិងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជាហើយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយគោរពសេរីភាពខាងសារព័ត៌មានសិទ្ធិនៅក្នុងការជួបប្រជុំការធ្វើបាតកម្មការហ៊ាននិយាយរិះគន់រដ្ឋាភិបាលនិងគាំទ្រការកែតម្រង់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅឆ្នាំ 2017 និងឆ្នាំ 2018 ដោយមានការចូលរួមអ្នកអង្គការពីសហគមន៍អន្តរជាតិក្រោយការអនុម័តសេចក្តីសម្រេចនេះមិនមានលក្ខណៈបង្ខំឲ្យរដ្ឋាភិបាលលោកហ៊ុនសែនគោរពនោះទេក៏ប៉ុន្តែសេចក្តីសម្រេចអាចបង្កើនការយល់ដឹងដល់តំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងឡាយឲ្យផ្ញើសារទៅរដ្ឋាភិបាលកម្ពុជាថាទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកអាចនឹងមានទៅបានលុះត្រាតែការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ដោយអ្វីដែលកម្ពុជាធ្លាប់បានព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក តំណាងរាស្ត្រសហរដ្ឋអាមេរិកលោក Alan Lowenthal ដែលជាអ្នកផ្ដួចផ្ដើមបង្កើតសេចក្តីសម្រេចនេះធ្លាប់បានប្រាប់អាស៊ីសេរីថាសហភាសហរដ្ឋអាមេរិកនឹងឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ដោយមិនខ្វល់ថាតើគណៈបកណាឈ្នះឬចាញ់នោះទេតែអ្វីដែលសំខាន់គឺទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចនយោបាយនិងនីតិរដ្ឋដែលកម្ពុជាធ្លាប់បានព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនគោរពកិច្ចព្រមព្រៀងនេះទេនោះសហភាពអាមេរិកនឹងមានទូនាទីចាប់ផ្ដើមពិភាក្សាថាតើនឹងត្រូវធ្វើអ្វីបន្តទៀតជាមួយនឹងកម្ពុជាបាទសូមលោកនាងរងចាំស្ដាប់ពីលទ្ធផលនៃកិច្ចប្រជុំនេះនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅយប់ថ្ងៃអង្គារនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃច័ន្ទបានប្រមានគណៈបកប្រឆាំងថាលោកនឹងមិនអនុញ្ញាតឲ្យគណៈបកសង្គ្រោះជាតិប្រមូលផ្ដុំធ្វើមហាបាតកម្មនោះទេ សារព័ត៌មាន Fresh News កាលពីថ្ងៃច័ន្ទម្សិលមិញបានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាគម្រោងធ្វើមហាបាតកម្មនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនិងប្រទេសជាតិការប្រមាននេះបន្ទាប់ពីគណៈបកសង្គ្រោះជាតិប្រកាសត្រៀមធ្វើមហាបាតកម្មដើម្បីទាមទារឲ្យបរិយាកាសនយោបាយប្រក្រតីឡើងវិញនិងធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងស្មើភាពគ្នា គ
ការប្រកាសចំហរបស់គណៈបកប្រឆាំងនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានក្រោយពីមានកិច្ចប្រជុំគណៈកម្មាធិការចិនត្រៃរបស់គណៈបកកាលពីថ្ងៃច័ន្ទទី12ខែកញ្ញាលទ្ធផលនៃកិច្ចប្រជុំដដែលនេះក៏បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីពិភាក្សានិងរៀបចំផែនការក្នុងការធ្វើមហាបាតកម្មនេះមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកអេងឆៃអៀងមានប្រសាសន៍បញ្ជាក់បន្ថែមថាមហាបាតកម្មនេះធ្វើឡើងដោយក្រុមអ្នកតំណាងរាស្ត្រនិងការរៀបចំផែនការធ្វើមហាបាតកម្មយើងរៀបចំមានគណៈកម្មការយើងបង្កើតគណៈកម្មការមួយរៀបចំផែនការយើងត្រូវធ្វើផែនការត្រូវស្អីណាបាទធ្វើផែនការមានផែនការជាក់ស្ដែងណាបើសិនយើងធ្វើយើងត្រូវធ្វើបានថ្ងៃធ្វើណាមែនហើយអានេះក៏យើងដាក់ចេញតែយើងមកធ្វើប៉ុណ្្នឹងណាទោះយ៉ាងណាក្តីគណៈបកនេះមិនទាន់ប្រកាសជាក់លាក់ថាមហាបាតកម្មនោះនឹងធ្វើឡើងនៅថ្ងៃណាឬនៅកន្លែងណាមួយច្បាស់លាស់នោះទេពាក់ព័ន្ធនឹងគម្រោងធ្វើមហាបាតកម្មនេះដែរលោកហ៊ុនសែនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាបមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិដែលលោកហ៊ុនសែនហៅថាជាមហាបាតកម្មខុសច្បាប់បាទលោកនាងកញ្ញាជាទីមេត្រីក្រមយុវជនគណបកសង្គ្រោះជាតិកំពុងតែប្តឹងផ្តល់គ្នាទៅវិញទៅមកជាមួយនឹងអាជ្ញាធរក្រុងសៀមរាបក្នុងពេលដែលដំណើរការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីកោជបថ្មីបានប្រព្រឹត្តទៅរយៈពេល12ថ្ងៃកន្លងមកនេះបណ្ដឹងរបស់ក្រមយុវជនគណបកសង្គ្រោះជាតិបានចោទប្រកាន់អភិបាលក្រុងសៀមរាបថាបានរារាំងក្បួនផ្សព្វផ្សាយដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបបានទៅចុះឈ្មោះបោះឆ្នោតក៏ប៉ុន្តែអាជ្ញាធរក្រុងសៀមរាបក៏ប្តឹងចោទប្រកាន់ក្រមយុវជនទាំងនោះវិញថាបានបង្កឲ្យខូចសណ្ដាប់ធ្នាប់និងប្រមូលផ្ដុំគ្នាហាយក្បួនបំពងសម្លេងនៅតាមដងផ្លូវសាធារណៈដោយគ្មានច្បាប់អនុញ្ញាតបាទលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបជំរុញឲ្យមន្ត្រីរៀបចំការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ស្លក្រាមក៏ហៅក្រុមយុវជននៃគណៈបកសង្គ្រោះជាតិព្រមទាំងតំណាងអាជ្ញាធរក្រុងសៀមរាបទៅសាកសួរជុំវិញមិនដឹងដែលកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមកនីតិវិធីរបស់គណៈកម្មការរៀបចំការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីយុវជនគណៈបកសង្គ្រោះជាតិប្រមាណជាង60នាក់បាននាំគ្នាដង្ហែក្បួនផ្សព្វផ្សាយនៅតាមដងផ្លូវក្នុងទីក្រុងឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតប៉ុន្តែត្រូវអភិបាលក្រុងសៀមរាបនិងកម្លាំងប៉ូលីសខ្លះរារាំងក្រោយពីនោះមកក្រុមយុវជនគណៈបកសង្គ្រោះជាតិក៏ដាក់ពាក្យប្តឹងអភិបាលក្រុងសៀមរាបប្រធានក្រុមយុវជនគណៈបកសង្គ្រោះជាតិខេត្តសៀមរាបគឺលោកចិនសុកងេងលោកមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទទី12ខែកញ្ញាថាកាលពីថ្ងៃទី10ខែកញ្ញាកន្លងទៅរូបលោកនិងយុវជនចំនួនជាង60នាក់បានដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងដោយមានខិត្តប័ណ្ណជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចម្លងជូនប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នាក៏ប៉ុន្តែពេលមកដល់មុខផ្សារសាមគ្គីស្រាប់តែអភិបាលក្រុងសៀមរាបនិងកម្លាំងប៉ូលីសខ្លះបានទៅរារាំងព្រមទាំងឲ្យពួកគាត់រំសាយលោកចិនសុកងេងបញ្ជាក់ថាដោយសារតែសកម្មភាពរបស់អាជ្ញាធរបែបនេះទើបលោកសម្រេចដាក់ពាក្យប្តឹងអភិបាលក្រុងសៀមរាបខ្ញុំយល់ថាសកម្មភាពរបស់អាជ្ញាធរគឺជាការរារាំងបិទសិទ្ធិក្នុងអំឡុងនេះដែលជាច្បាប់ក៏ជបបានឲ្យគ្រប់និន្នាការគណៈបកនយោបាយអង្គការសង្គមស៊ីវិលជួយផ្សព្វផ្សាយហើយអាជ្ញាធរធ្វើផ្ទុយទៅនឹងក្តីអំពាវនាវរបស់កជបខ្ញុំប្តឹងនេះខ្ញុំចង់ឲ្យអាជ្ញាធរបើកសិទ្ធិឲ្យទលាយកុំយល់លេសថាយើងបង្កអាណាធិបតេយ្យទោះជាយ៉ាងណាអាស៊ីសេរីមិនអាចជួបសម្ភាសផ្ទាល់ឬក៏ជួបសន្ទនាតាមទូរស័ព្ទជាមួយអភិបាលក្រុងសៀមរាបលោកសូផ្លាតុងដើម្បីឆ្លើយតបការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី12ខែកញ្ញាក៏ប៉ុន្តែតាមរយៈគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបឲ្យដឹងថាអាជ្ញាធរក្រុងសៀមរាបក៏បានដាក់ពាក្យប្តឹងចោទប្រកាន់ក្រុមយុវជននៃគណៈបកសង្គ្រោះជាតិវិញពីបទបង្កឲ្យខូចសណ្ដាប់ធ្នាប់ប្រមូលផ្ដុំហាយក្បួននិងប្រើឧបករណ៍បំពងសម្លេងនៅតាមដងផ្លូវសាធារណៈដោយគ្មានច្បាប់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបលោកនឹមវ៉ាន់សំមានប្រសាសន៍ថាបណ្ដឹងចោទប្រកាន់គ្នារវាងយុវជននៃគណៈបកសង្គ្រោះជាតិនិងអាជ្ញាធរក្រុងសៀមរាបនោះគឺមន្ត្រីចុះឈ្មោះបោះឆ្នោតនៅសង្កាត់ស្លក្រាមកំពុងធ្វើតាមនីតិវិធីរបស់យើងនឹងបើសិនជាបណ្ដឹងនោះមានពាក់ព័ន្ធនឹងអ្វីទាំងអស់ទៅក្នុងការបោះឆ្នោតយើងនឹងអាចចាបដិសេធមួយទៀតបើសិនមិនពាក់ព័ន្ធនឹងទេក៏យើងមានជាលិខិតរដ្ឋបាលជូនដំណឹងទៅភាគីពាក់ព័ន្ធនឹងវិញហើយមួយទៀតអាចនឹងមានបើជាការប្រជុំសម្រាប់អីតាមនីតិវិធីបាទហើយនីតិវិធីនោះគោលខបឥឡូវនេះមិនមែនជាអ្នកទទួលដោះស្រាយបណ្ដឹងទេបណ្ដឹងវាតកតគ្នាតែឃុំទៅដល់គោលខបហើយទៅក្រមសាធារណមនុស្សក្នុងពេលដែលចុះឈ្មោះនេះបាទកាលពីថ្ងៃទី29ខែសីហាគ
ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានចេញសេចក្តីអំពាវនាវសូមឲ្យគណៈបកនយោបាយសមាគមអង្គការក្រៅរដ្ឋាភិបាលសារព័ត៌មានព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាខ្ញុំហងសាលោកនាងអាចទស្សនាកម្មវិធីផ្សាយរបស់យើងខ្ញុំឡើងវិញបានដោយចូលទៅកាន់គេហទំព័ររបស់អាស៊ីសេរី www.rfa.org/ ខ្មែរបាទសូមអរគុណបាទលោកនាងកញ្ញាទើបនឹងបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington សូមលោកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍មួយចំនួនស្ដីអំពីកសិករនៅខេត្តត្បូងឃ្មុំត្អូញត្អែពីផលប៉ះពាល់ក្រោយពេលដំណាំដំឡូងមានតម្លៃថោកកសិករនៅស្រុកគូលែនខេត្តព្រះវិហារស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍សុំការពន្យាពេលសងបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុហើយនៅចុងក្រោយនៃកម្មវិធីគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាលោកអ្នកនាងជាទីមេត្រីប្រជាកសិកររស់នៅឃុំជាំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំត្អូញត្អែពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោកមិនអាចទូទាត់នឹងការចំណាយបានតម្លៃដំឡូងមីចុះថោកពេលនេះកសិករត្រូវប្រឈមការខាតបង់ព្រមទាំងចំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងពីព្រោះมันអាចបង្វិលដើមទុនដោយដោះស្រាយបំណុលបានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលយល់ថារដ្ឋត្រូវមានការទទួលខុសត្រូវមួយចំណែកលើបញ្ហានេះលោកសូតសុកប្រធារាយការណ៍អំពីព័ត៌មាននេះប្រជាកសិករនៅខេត្តត្បូងឃ្មុំអំពាវនាវឲ្យរាជរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាតម្លៃកសិផលដែលពួកគាត់ផលិតបានពេលនេះឲ្យមានតម្លៃខ្ពស់នៅលើទីផ្សារដោយកាលពីឆ្នាំកន្លងទៅពួកគាត់លើកឡើងថាប្រសិនបើតម្លៃដំឡូងមីបានខ្ពស់វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យស្រឡាញ់មុខរបរកសិកម្មថែមទៀតកសិករនៅឃុំជាំក្រវៀនមួយរូបលោកសុនធៀបមានប្រសាសន៍ថាតម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅលោកថាឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បាន1គីឡូក្រាម300រៀលទៅ400រៀលប៉ុន្តែឆ្នាំនេះគឺបាន1គីឡូក្រាម150រៀលទៅ160រៀលហើយត្រូវចំណាយថ្លៃដឹកជញ្ជូន90រៀលថែមទៀតផងចំណែកតម្លៃទំនិញនៅលើទីផ្សារដូចជាជីថ្នាំបាញ់សម្លាប់សត្វល្អិតឬបាញ់ជំនួយដើមព្រមទាំងការជួលម៉ាស៊ីនភ្ជួររាស់ពូជដំឡូងនិងកម្មករផងកាន់តែមានតម្លៃខ្ពស់ទ្វេដងអត់មានអារម្មណ៍អីលោកគ្រូអត់មានអារម្មណ៍ធ្វើដំឡូងទៀតព្រោះដូចថាវាអស់សង្ឃឹមហើយព្រោះតម្លៃទីផ្សារថោកពេកហើយនៅគេជិតខាងហ្នឹងប្រទេសគេមានតម្លៃដល់ពេលប្រទេសខ្មែរយើងរកទីផ្សារអត់មានយ៉ាងហើយដល់ពេលយើងប្រជាពលរដ្ឋធ្វើខាតយ៉ាងនេះមានអីទៀតមានទីពឹងអីទេមានទីពឹងខាងរាជរដ្ឋាភិបាលឲ្យរកទីផ្សារជួយខាងប្រជាពលរដ្ឋផងឃុំជាំក្រវៀនមានប្រជាពលរដ្ឋជិត 3000 គ្រួសារដែលស្មើជាង 10000 នាក់ហើយពលរដ្ឋប្រកបមុខរបរដាំដំឡូងនាពេលបច្ចុប្បន្នមានប្រមាណ 70% ពលរដ្ឋមួយរូបទៀតអ្នកស្រីសុកជឿនឲ្យដឹងថាអ្នកស្រីមានផ្ទៃដី 8 ហិកតាដើម្បីដាំដំឡូងនៅឆ្នាំនេះដោយសង្ឃឹមថានឹងមានតម្លៃខ្ពស់គ្រាន់ដោះស្រាយជីវភាពរស់នៅក្តីសង្ឃឹមនេះប្រែជារលាយពីព្រោះបច្ចុប្បន្នតម្លៃដំឡូងធ្លាក់ចុះខ្លាំងរហូតធ្វើឲ្យកសិករខ្លះទុកដំឡូងខ្លួនចោលតែម្ដងដោយសារមិនអាចទូទាត់ទៅនឹងការចំណាយបានអ្នកស្រីបន្តថាតាំងពីចាប់ផ្ដើមដាំរហូតជិតទទួលផលគឺត្រូវចំណាយដើមទុនជិត10លានរៀលហើយថវិកាទាំងនេះពួកគាត់ខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះអ្នកស្រីថានៅពេលកសិករខ្មែរប្រកបមុខរបរកសិកម្មចេះតែខាតបង់របៀបនេះ
ជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនចំណាក់ស្រុកហើយបង្ខំចិត្តលក់ទ្រព្យសម្បត្តិឬលក់ដីធ្លីរបស់ខ្លួនដើម្បីយកប្រាក់ទៅដោះបំណុលគេថែមទៀតផងការបារម្ភភ័យព្រួយយ៉ាងខ្លាំងប្រជាជនដែលអត់ស្រេកឃ្លានទៅប្រទេសគេនងគ្នាមកវិញមិនដឹងមានដីមានធ្លីអីធ្វើទៀតលោកគ្រូបើកាលណាទៅលងនៅទៅថោកអញ្ចឹងលក់ដីលក់អីទៅសងអង្គការអស់ទៅអត់មានដីធ្វើចំណាក់ស្រុកទៅប្រទេសគេដល់ពេលទៅប្រទេសគេកូនចៅសារចំនួនសារក្រោយអត់មានដីធ្វើកាន់តែក្រីក្រទៅទៀតហើយដំណាំដំឡូងកសិករភាគច្រើនចាប់ផ្ដើមដាំនៅខែមីនាឬខែមេសាហើយទទួលផលនៅចន្លោះខែវិច្ឆិកាដល់ខែមករាទីផ្សារដំឡូងនៅពេលបច្ចុប្បន្នសម្រាប់ពលរដ្ឋនៅស្រុកមេមត់គឺត្រូវនាំទៅលក់ឲ្យប្រទេសវៀតណាមតែមួយប៉ុណ្ណោះតែតងបញ្ហានេះជំទប់ទី1ឃុំជាំក្រវៀនលោកហាថនមានប្រសាសន៍ថានៅពេលផលិតផលដំឡូងមីធ្លាក់ចុះគឺពិតជាបណ្ដាលឲ្យកសិកររងផលប៉ះពាល់ប្រកបមែនលោកបន្តថាមូលហេតុនាំឲ្យធ្លាក់ចុះពីព្រោះកម្ពុជាមិនមានទីផ្សារទូលំទូលាយពលគឺលក់ឲ្យតែប្រទេសវៀតណាមមួយមុខតែប៉ុណ្ណោះហើយតម្លៃឡើងឬចុះអាស្រ័យទៅលើវៀតណាមជាអ្នកកំណត់ចង់ឲ្យមានอะไรបណ្ដាទុនខាងវិស័យមកស្ទើរលោដល់ជាប្រវត្តិបានឡើងថ្លៃគ្នាព្រោះជាថ្ងៃនឹងពិបាកបាទស៊ីលុយគេមុនវាបានថ្លៃដល់លើចុះថោកចង់ឲ្យហើយបាននឹងបណ្ដាទុនខាងសំហ៊ុនណាមួយមកចុះទិញតាមដល់កន្លែងលោកបន្តថាអាជ្ញាធរឃុំធ្លាប់ធ្វើរបាយការណ៍ជំវិញករណីនេះបញ្ជូនទៅថ្នាក់ស្រុកពីព្រោះខាងលោកមិនមានលទ្ធភាពណាមួយលើសពីនេះឡើយតម្លៃផលិតផលកសិកម្មខ្មែរនៅពេលបច្ចុប្បន្នរួមមានកៅស៊ូត្រឡាចល្ពៅដំឡូងពោតស្រូវជាដើមគឺកំពុងប្រឈមបញ្ហាខ្វះទីផ្សារហើយបើមានទីផ្សារវិញគឺតម្លៃថោកមិនអាចទូទាត់ទៅនឹងការចំណាយបានថែមទៀតបញ្ហានេះធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួននៅក្បែរព្រំដែនបង្ខំចិត្តយកដីរបស់ខ្លួនទៅជួលឲ្យជនជាតិវៀតណាមធ្វើជំនួសវិញកាលពីថ្ងៃទី7កញ្ញាអភិបាលរងខេត្តត្បូងឃ្មុំលោកហាក់សុកមករាមានប្រសាសន៍ថាកន្លងមកអាជ្ញាធរពាក់ព័ន្ធពិសេសមន្ទីរកសិកម្មខេត្តបានជំរុញការដាំដុះដល់កសិករព្រមទាំងយកចិត្តទុកដាក់លើបញ្ហាទីផ្សារថែមទៀតផងប៉ុន្តែលោកថាតម្លៃផលិតផលខ្លះគឺប្រែប្រួលដោយសារតែទីផ្សារពិភពលោកប្រែប្រួលដូចគ្នាទោះបីជាយ៉ាងនេះក្តីនាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មនៅកម្ពុជាហៅកាត់ថាសេដាលោកសំវិទូមានប្រសាសន៍ថានៅពេលដែលផលិតផលលើសពីតម្រូវការគឺនាំឲ្យតម្លៃធ្លាក់ចុះលោកបន្តថាបញ្ហាប្រឈមរបស់កសិករគឺខ្វះព័ត៌មានស្តីពីតម្រូវការទីផ្សារជាហេតុនាំឲ្យពលរដ្ឋដាំដំណាំតាមគ្នាឬតាមការញាក់របស់ឈ្មួញកណ្ដាលលោកយល់ថាប្រសិនបើកសិករខ្មែរនៅតែជួបបញ្ហាប្រឈមបែបនេះទៀតនឹងជំរុញឲ្យពួកគាត់បោះបង់មុខរបរកសិកម្មចោលតែម្ដងយើងឃើញនៅបច្ចុប្បន្ននេះគឺកសិករគាត់ចាប់ផ្ដើមបោះបង់ច្រើនហើយដោយសារយើងឃើញថាឧទាហរណ៍ថាដលងនេះគាត់ដាំអញ្ចឹងគាត់បានឆោតឆ្នាំហ្នឹងឆោតគាត់ដូរទៅដាំល្ពៅឆ្នាំនេះឆោតគាត់ដូរទៅដាំនេះដាំនោះទៅតាមការញាក់នៅក្នុងទីផ្សារអញ្ចឹងពេលដែលឧទាហរណ៍ថាឆ្នាំដែលទីផ្សាររបស់យើងរាល់ថ្ងៃនេះគឺមិនមែនកំណត់ដោយមានគោលនយោបាយមួយទេគឺការកំណត់របស់គាត់ហ្នឹងគឺអាស្រ័យទៅលើឈ្មោះកណ្ដាលជាអ្នកកំណត់លោកបន្ថែមថារាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវមួយចំណែកចំពោះបញ្ហាប្រឈមរបស់កសិករទាំងនេះដូចជាត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនឲ្យមកបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមនៅស្រុកខ្មែរឲ្យបានច្រើនជាងនេះទៀតត្រូវស្វែងរកទីផ្សារឲ្យបានទូលំទូលាយដោយមិនត្រូវពឹងផ្អែកទៅលើទីផ្សារប្រទេសចិនឬវៀតណាមតែមួយនោះឡើយហើយត្រូវផ្ដល់ព័ត៌មានស្ដីពីទីផ្សារដល់កសិករឲ្យបានគ្រប់គ្រាន់ជាដើមបន្ថែមពីនេះកសិករត្រូវរៀនដាំដំណាំចម្រុះគ្នានៅលើផ្ទៃដីដែលពួកគាត់មានជៀសវាងការដាំដំណាំតែមួយមុខនៅលើផ្ទៃដីទាំងអស់របស់ខ្លួននោះខ្ញុំសូត្រសុខប្រាថ្នាអាស៊ីសេរីពីខេត្តត្បូងឃ្មុំលោកអ្នកនាងជាទីមេត្រីអាជ្ញាធរឃុំស្រយងនៃស្រុកគូលែនខេត្តព្រះវិហារសម្ដែងការព្រួយបារម្ភចំពោះជីវភាពពលរដ្ឋជាច្រើនរយគ្រួសារដែលម្នាក់កំពុងជំពាក់បំណុលធនាគារមីក្រូហិរញ្ញវត្ថុយ៉ាងច្រើនការព្រួយបារម្ភនេះកើតមានឡើងបន្ទាប់ពីអ្នកភូមិដែលភាគច្រើនទីពឹងទៅលើមុខរបរចំការក៏ប៉ុន្តែចុងរដូវឆ្នាំនេះកសិផលជាច្រើនដូចជាផ្លែល្ពៅត្រឡាចដំឡូងជ្វានិងសណ្តែកបាយជាដើមបានធ្លាក់ថ្លៃយ៉ាងគំហុកលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះកសិករជាង160គ្រួសារនៅឃុំស្រយ៉ង់ស្រុកគូលែនកំពុងភ័យខ្លាចធនាគារនិងមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួនប្រើអំណាចទៅរឹបអូសយកដីចម្ការនិងដីភូមិរបស់ពួកគេ
ការព្រួយបារម្ភដូចនេះបន្ទាប់ពីពួកគេគ្មានលទ្ធភាពស្វែងរកប្រាក់គ្រប់គ្រាន់ទៅបង់រំលោះប្រាក់ដើមដែលបានខ្ចីពីធនាគារជារៀងរាល់ខែបានទេពីព្រោះតែកសិផលកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងស្ត្រីម្នាក់នៅភូមិស្រយ៉ង់ខាងជើងក្នុងចំណោមអ្នកជំពាក់បំណុលធនាគារជាច្រើនទៀតគឺអ្នកស្រីលីកឹមហួយអ្នកស្រីឲ្យដឹងថាកាលពីជាង1ឆ្នាំមុនគាត់បានខ្ចីលុយធនាគារអេស៊ីលីដាចំនួន$65,000អាមេរិកដើម្បីយកមកទិញដីចម្ការក្នុងមួយខែគាត់ត្រូវរកប្រាក់បង់រំលោះទៅឲ្យធនាគារវិញជាង$1,000អាមេរិកអ្នកស្រីលីកឹមហួយបញ្ជាក់ថារយៈពេលជាង1ឆ្នាំមកនេះគាត់ប្រឹងខ្ញុំតែចាប់20-30ឆ្នាំមកហើយទៅគោលដីមកឲ្យពួកខ្ញុំម្ចាស់ដី10%លើដីដែលខ្ញុំកាត់អានោះបំពេញយកដីហើយបំពេញគឺយកលុយវិញគឺឲ្យ$15ក្នុងមួយការ៉េឬក៏ទិញប្រមាណឲ្យប៉ុណ្ណឹងវិញដូច្នេះហើយនេះតើមានកម្មធម៌ក្នុងសង្គមមានដំណើរភាពដែរឬអត់ឥឡូវនេះពួកខ្ញុំកំពុងតែក្តៅមែនទេណាមិនអាចថាក្តៅព្រោះតែគេបានทุกថ្ងៃបំពេញមកលើដីនៅខាងដីស្រែដីចម្ការនេះជាការលើកឡើងពីបញ្ហាដីធ្លីដោយតំណាងសហគមន៍ជ្រោយចង្វាលោកជាសុផាតទៅកាន់វេទិកាដែលមានអ្នកចូលរួមជាង130នាក់តំណាងមកពីសហគមន៍ក្រីក្រ50នៅក្នុងទីក្រុងភ្នំពេញដាក់វេនគ្នាចាប់ក្បាលមេក្រូចែករំលែកពីការព្រួយបារម្ភជុំវិញរឿងរំលោភសិទ្ធិដីធ្លីឬលើកជាសំណួរទៅកាន់វេទិកាស្ថិតនៅក្នុងសម្លៀកបំពាក់ខ្មៅមួយឈុតតំណាងឲ្យការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅប្រធានផ្នែកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអានអង្គុយទន្ទឹមគ្នានឹងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោកប៉ាងួនទៀងនិងអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនដែលកំពុងស្ថិតនៅក្នុងឈុតខ្មៅដូចគ្នាលោកទាំង3ជាតំណាងសង្គមស៊ីវិលដែលវេទិកាអញ្ជើញមកធ្វើជាវាគ្មិនដើម្បីចូលរួមស្ដាប់ការព្រួយបារម្ភរបស់សហគមន៍ក្រីក្រ50នោះនិងឆ្លើយសំណួររបស់ពួកគាត់ចំណុចសំខាន់ត្រូវបានលើកយកមកពិភាក្សាដោយជាការបង្ក្រាបរបស់អាជ្ញាធរទៅលើការប្រមូលផ្ដុំតវ៉ាដីធ្លីរបស់សហគមន៍ការចាប់សកម្មជនដីធ្លីនិងការចោទប្រកាន់ថាការប្រមូលផ្ដុំតវ៉ាជាចេតនាចង់ធ្វើបដិវត្តពណ៌ដោយមានការញុះញង់ពីគណៈបកប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលចំពោះបញ្ហានេះលោកអំសំអាតបកស្រាយទៅកាន់អ្នកចូលរួមថាអ្វីដែលជំរុញឲ្យប្រជាជនទៅធ្វើបាតកម្មដីធ្លីគឺមិនមែនការអុចអាលពីសង្គមស៊ីវិលឡើយតែគឺការអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទៅវិញទេចាំបើសិនជាគាត់ដោះស្រាយទៅតើបងប្អូនទាំងអស់គ្នានឹងសុខចិត្តទៅធ្វើបាតកម្មធោហាក្តៅណាសុខចិត្តអត់បាយអត់ទឹកសុខចិត្តទៅគេដោះស្រាយហើយបាទអានឹងគឺការចោទគឺខុសតែម្ដងតែសារតែកំហុសខ្លួនឯងតែបានដោះស្រាយចង់បិទបាំងនៅកំហុសបែរទៅជាចោទប្រកាន់ពីទៀតពណ៌នេះទៀតពណ៌នោះធ្វើនេះចង់ធ្វើបដិវត្តពណ៌ចង់ធ្វើអីប៉ុន្តែតាមការពិតទៅមូលហេតុក៏វាខ្លួនដោះស្រាយឲ្យគេមិនចេញក្រៅពីការសិក្សាទៅលើបញ្ហាវេទិកាក៏ជជែកទៅលើដំណោះស្រាយផ្សេងៗផងដែរលោកប៉ាងួនទៀងអំពាវនាវឲ្យមានការសហការគ្នាពីប្រជាជនជៀសវាងការមិនអើពើឬមិនធ្វើដឹងមិនធ្វើឮលោកថាការបែរខ្នងទៅកាន់អំពើអយុត្តិធម៌គឺប្រៀបដូចជាការគាំទ្រអំពើអយុត្តិធម៌ដែរបងប្អូនប្រចាំពេលដែលក្រុមអ្នកការពារសិទ្ធិនៅក្រុមអ្នកការពារដីធ្លីចាប់ផ្ដើមតវ៉ាចាប់ផ្ដើមចេញទេហើយពួកយើងនេះអត់ចូលរួមជួយគាំទ្រទេបានន័យថាយើងគាំទ្រអ្នកដែលរំលោភយើងនៅស្ទាបមិនមែនមានន័យថាយើងមិនមានន័យថាយើងអត់ជាក្រទេកាលណាយើងនៅស្ទាបយើងអត់មកយើងអត់ទៅចេញទេយើងអត់ចូលរួមគាំទ្របានន័យថាយើងគាំទ្រអ្នកដែលរំលោភទេកាលណាយើងមិនគាំទ្រជួយចូលពលរដ្ឋផ្ទះទីដែលកុំឆេះទេបានន័យយើងគាំទ្រអ្នកដកផ្ទះទីហើយចឹងយើងក៏ប្រព្រឹត្តធ្វើបានដែរលោកថេងសាវឿនបានប្រៀបធៀបការរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋទៅនឹងជំងឺមហារីកសង្គមដែលកំពុងរាតត្បាតប៉ះពាល់ទៅលើមនុស្សគ្រប់គ្នាទោះបីជាប្រជាជនកំពុងគិតថាបញ្ហាដីធ្លីនេះមិនប៉ះពាល់ដល់ខ្លួនក៏ដោយអ្វីដែលប្រជាជនគ្រប់រូបអាចធ្វើបានគឺការចែករំលែកព័ត៌មាននិងមតិទោះបីជាមានការគៀបសង្កត់បំបិទសម្លេងទាំងនេះក្តីភាពអយុត្តិធម៌សង្គមយើងវាកើនឡើងអញ្ចឹងយើងចាប់ដើមចងគ្នាជាសម្ព័ន្ធភាពជាបណ្ដាញហើយចែករំលែកឲ្យគ្នាទៅវិញទៅមកហើយឥឡូវភាពឯការងារគួរទៀតគឺយើងមានបណ្ដាញសង្គមណាបង្កើតគ្រប់បង្កើតអីហ្នឹងចែករំលែកគ្នាហើយមកគ្នានិយាយឲ្យផ្សព្វផ្សាយអំពីបញ្ហាទាំងអស់ហ្នឹងហើយការតស៊ូមតិឬក៏សេរីភាពនៃការបញ្ចេញម
តិគឺយើងនៅពេលដែលគេកាន់តែរដ្ឋបတ်យើងត្រូវតែកាន់តែរឹងមាំហើយយើងត្រូវតែខ្លាំងនៅក្នុងវេទិការបស់សហគមន៍នេះក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ពីតំណាងសហគមន៍ដែលបានទទួលជោគជ័យក្នុងការតវ៉ាកន្លងមកផងដែរដូចជាតំណាងសហគមន៍បឹងកក់អ្នកស្រីបៅសុភាជាដើមអ្នកស្រីបៅសុភាអំពាវនាវឲ្យសហគមន៍មានការតស៊ូក្នុងការតវ៉ាទោះបីជាត្រូវគេចាប់ចងដាក់គុកដោយអ្នកស្រីក៏ដោយព្រោះទីបំផុតលទ្ធផលនឹងចេញរូបរាងដោយករណីបឹងកក់ដែលប្រជាពលរដ្ឋ 6,000 គ្រួសារទាមទារទទួលប្លង់កម្មសិទ្ធិនៅសល់តែ 19 គ្រួសារប៉ុណ្ណោះដែលមិនទាន់បានទទួលប្លង់ខ្ញុំបាទសុនហេងអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីប្រជាកសិកររស់នៅឃុំជាំក្រវៀនស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងប្រឈមនឹងបញ្ហាខ្វះទីផ្សារលក់កសិផលរបស់ពួកគាត់បញ្ហានេះធ្វើឲ្យប្រជាកសិករត្រូវខាតបង់ព្រមទាំងត្រូវជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ជុំវិញរឿងនេះនៅក្រោយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាជាទីមេត្រីសហគមន៍តំបន់អារ៉ែងខេត្តកោះកុងបង្ហាញហានិភ័យថ្មីដែលអាចនឹងកើតមានឡើងនៅតំបន់អារ៉ែងក្រោយពេលដែលរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្នល់និងស្ពានទៅកាន់តំបន់នោះការបង្ហាញក្តីបារម្ភនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីហានិភ័យថ្មីសម្រាប់អារ៉ែងកាលពីថ្ងៃទី12ខែកញ្ញានៅក្នុងរាជធានីភ្នំពេញបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទរាអំពីរឿងនេះសហគមន៍តំបន់អារ៉ែងសម្ដែងកង្វល់ចំពោះគម្រោងស្ថាបនាផ្លូវថ្នល់និងស្ពានចូលទៅកាន់តំបន់របស់ពួកគេក្តីកង្វល់នេះកើតមានក្រោយពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសសង់ស្ពាននិងផ្លូវមួយខ្សែចូលទៅកាន់តំបន់អារ៉ែងក្នុងស្រុកថ្មបាំងខេត្តកោះកុងកាលពីចុងខែសីហាកន្លងទៅតំណាងសហគមន៍តំបន់អារ៉ែងនិងជាជនជាដើមភាគតិចជងលោកវ៉ែនវ៉នថ្លែងថាជនជាដើមភាគតិចរបស់លោកសាទរចំពោះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចូលទៅតំបន់អារ៉ែងប៉ុន្តែលោកបារម្ភថាគម្រោងនេះក៏នឹងនាំទៅជាមួយនូវបញ្ហាផ្សេងៗដែរសម្រាប់សហគមន៍បញ្ហាទាំងនោះមានជាអាចការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់អារ៉ែងការចរាចរគ្រឿងញៀនទៅកាន់តំបន់នោះនិងបញ្ហាអសន្តិសុខជាដើមដែលបញ្ហាទាំងនេះអាចនឹងបំផ្លាញអត្តសញ្ញាណជនជាដើមភាគតិចនៅតំបន់អារ៉ែងសហគមន៍យើងគឺអត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់រាល់សកម្មភាពបទល្មើសអស់នឹងទេមិនមែនថាយើងអត់លទ្ធភាពសោះប៉ុន្តែក៏យើងអត់មានសមត្ថភាពគ្រប់គ្រាន់អ្វីដែលខ្ញុំសង្ឃឹមជាងគេនោះគឺស្ថាប័នជំនាញតកតងទៅនឹងបរិស្ថានក៏នឹងធនធានធម្មជាតិនឹងគឺធ្វើការទប់ស្កាត់រាល់សកម្មភាពបទល្មើសនៅតំបន់នឹងឲ្យបានដើម្បីថែរក្សានៅតំបន់នោះគឺជាតំបន់ព្រៃចុងក្រោយបំផុតរបស់ប្រទេសកម្ពុជាយើងសកម្មជនបរិស្ថានដែលកំពុងជាប់បណ្ដឹងនៅតុលាការរូបនេះក៏អំពាវនាវដល់រដ្ឋាភិបាលឲ្យជួយប្រែក្លាយតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍ដោយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ជាងការវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនលើសពីនេះលោកក៏សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឲ្យពន្យាការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ឲ្យបានឆាប់រហ័សផងដែរជុំវិញរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោកសៅសុភាពបញ្ជាក់ថាគម្រោងសាងសង់ស្ពាននិងផ្លូវចូលទៅតំបន់អារ៉ែងគឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋនៅតំបន់នោះដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមស្របលោកទទួលស្គាល់ការព្រួយបារម្ភរបស់សហគមន៍ប៉ុន្តែលោកថាក្រសួងនឹងប្រឹងប្រែងជួយដោះស្រាយបញ្ហាទាំងនោះបញ្ហាព្រួយបារម្ភហ្នឹងជាការព្រួយបារម្ភទេក៏ប៉ុន្តែការគ្រប់គ្រងការពារនិងអភិរក្សធនធានធម្មជាតិគឺយើងមានរបៀបបបធ្វើការរបស់យើងលោកសៅសុភាពបញ្ជាក់ទៀតថាក្រសួងបរិស្ថានមិនទាន់មានគម្រោងអភិវឌ្ឍតំបន់អារ៉ែងឲ្យទៅជាតំបន់អេកូទេសចរណ៍នៅឡើយប៉ុន្តែលោកថាក្រសួងនឹងពិនិត្យមើលសំណើនេះនៅពេលក្រោយទៀតចំណែកការចុះបញ្ជីដីសមូហភាពរបស់សហគមន៍វិញលោកសៅសុភាពថ្លែងថាក្រសួងនឹងជួយជំរុញកិច្ចការងារនេះឲ្យបានឆាប់រហ័សតំបន់អារ៉ែងមានផ្ទៃដីរាប់ម៉ឺនហិកតាលាតសន្ធឹងនៅលើឃុំចំនួន3នៃស្រុកថ្មបាំងខេត្តកោះកុងគឺឃុំចំណាឃុំចំណប់និងឃុំថ្មដូនពៅតំបន់នេះពោពេញទៅដោយធនធានធម្មជាតិសម្បូរបែបមានដូចជាព្រៃឈើសត្វព្រៃកម្រនិងទឹកធ្លាក់ជាច្រើនកន្លែងដែលអំណោយផលដល់វិស័យទេសចរណ៍អ្នកដែលធ្លាប់ទៅដល់តំបន់នោះតែងពោលសរសើរមិនដាច់ពីមាត់ថាតំបន់អារ៉ែងគឺជាតំបន់ទេសចរណ៍ធម្មជាតិល្អផ្ដាច់គេនៅកម្ពុជាសហស្ថាបនិកចលនាមេដាធម្មជាតិដែលសកម្មក្នុងកិច្ចការពារតំបន់អារ៉ែងលោកសាន់ម៉ាឡាស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលនៅតំបន់អារ៉ែងលោកថាគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទៅកាន់តំបន់អារ៉ែងដែលជាផ្នែកមួយនៃការលើកស្ទួយជីវភាពរបស់ពលរដ្ឋទោះបីជាយ៉ាងណាសកម្មជនបរិស្ថានដែលទើបត្រូវបានតុលាការដោះលែងក្រោយជាប់ឃុំរយៈពេលជាង10ខែរូបនេះនៅតែបារម្ភថាបទល្មើសផ្សេងៗអាចនឹងកើតមានឡើងតាមរយៈគម្រោងរបស់រដ្ឋាភិបាល
ហើយលោកទទូចឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរឹងនិងមានប្រសិទ្ធភាព យើងសង្ឃឹមថានឹងមិនមានមន្ត្រីខុសខូចដើម្បីដាក់បរាសយកលុយពីឈ្មួញទុច្ចរិតដែលយើងសង្ឃឹមថានៅក្នុងតំបន់អរ៉ៃត្រូវបានគេរឹតបន្តឹងការការពារនិងបញ្ឈប់បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ រដ្ឋាភិបាលធ្លាប់មានបំណងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងប៉ុន្តែក្រោយមកគម្រោងនេះត្រូវបានលុបចោលវិញដោយសារមានការទាមទារតវ៉ាពីសកម្មជនអង្គការសង្គមស៊ីវិលនិងគណៈបកប្រឆាំងថាគម្រោង